អុកញ៉ាសឿនគុយជាវរៈបរោះស្នេហាជាតិជាចវាយខេត្តព្រះត្រពាំងលោកបានពលីជីវិតសុខចិត្តឲ្យយួនកាត់ក្បាលជាធ្នូនឹងការថែរក្សាព្រះពុទ្ធសាសនានិងប្រពៃណីទំនៀមទម្លាប់នៅទឹកដីកម្ពុជាក្រោមមុននឹងនិយាយអំពីដំណើរជីវិតរបស់អុកញ៉ាសឿនគុយយើងខ្ញុំសូមរំលឹកបងប្អូនបន្តិចអំពីទឹកដីកម្ពុជាក្រោមដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយវៀតណាមដីកម្ពុជាក្រោមមានស្ថាន4ជ្រុងភ្នាយស្របលាតសន្ធឹងពីទិសនិរតីទៅទិសឦសានព្រមប្រទល់ខាងលិចទល់នឹងកម្ពុជាកណ្ដាលខាងត្បូងនិងខាងកើតទល់នឹងសមុទ្រចិនខាងជើងទល់នឹងនគរចម្ប៉ាទំហំដីមានប្រមាណ 1/3 នៃកម្ពុជាកណ្ដាលគឺប្រមាណ 2700 គីឡូម៉ែត្រក្រឡាទ្វេគុណដីនេះប្រវត្តិដើមជាកោះតូចៗដុះប្រមូលផ្ដុំគ្នាហើយក៏คล้ายទៅជាដីទំនាបទាបស្មើមានជីជាតិអាចដាំដំណាំបានផលល្អជាទីបំផុតក្នុងជ្រោយឥណ្ឌូចិននេះដីកម្ពុជាក្រោមពីអតីតកាលចែកចេញជា17ខេត្តខេត្តនីមួយៗសុទ្ធតែមានទំហំធំណាស់លុះមកដល់សម័យអាណានិគមបារាំងគេនាំគ្នាពង្រីកខេត្តទាំងនោះទៅជា21ខេត្តវិញខេត្តទាំង17នាសម័យអតីតកាលមានឈ្មោះដូចតទៅនេះទី1ខេត្តព្រះត្រពាំងទី2ខេត្តពោធិ៍លាវទី3ខេត្តឃ្លាំងទី4ខេត្តទឹកខ្មៅទី5ខេត្តពីមទី6ខេត្តក្រមួនសទី7ខេត្តបារាជទី8ខេត្តមាត់ជ្រូកទី9ខេត្តរងដំរីទី10ខេត្តព្រះសួរទី11ខេត្តព្រៃនគរទី12ខេត្តមេសរទី13ខេត្តលង្ហោទី14ខេត្តកំពង់ឫស្សីទី15ខេត្តព្រែកឫស្សីទី16ខេត្តដំបូកកោងនិងទី17ខេត្តផ្សារដែកក្នុងខេត្តនីមួយៗមានចៅហ្វាយខេត្តខ្មែរម្នាក់ជាអាណាព្យាបាលមើលការខុសត្រូវខណៈនេះខ្ញុំពុំបានរៀបរាប់អំពីសកម្មភាពដ៏ឃោរឃៅរបស់ចៅយួនមកលើបងប្អូនខ្មែរយើងនៅកម្ពុជាក្រោមទាំងអស់ទេគឺគ្រាន់តែលើកយកខេត្តមួយក្នុងចំណោមខេត្តទាំង17នោះមកបកស្រាយដើម្បីជាឯកសារដាស់ស្មារតីកូនខ្មែរចំនួនក្រោយទាំងអស់ឲ្យចាប់អារម្មណ៍ពីប្រវត្តិជូរចត់របស់បុព្វបុរសចំនួនមុនដែលបានតស៊ូក្រាញ់ននៀលក្នុងទីលានសមរភូមិដើម្បីការពារបូរណភាពទឹកដីព្រះពុទ្ធសាសនានិងសិទ្ធិសេរីភាពប្រជាជនខ្មែររាប់សែននាក់ក្នុងទីរួមខេត្តព្រះត្រពាំងដែលមានលោកអុកញ៉ាសេនាបតីសឿនគុយជាប្រមុខខេត្តដ៏គំរូសម័យអុកញ៉ាសឿនគុយជាសម័យប្រើកាំបិតពូថៅដាវលំពែងជាអាវុធហើយយកសេះដំរីជាយានជំនិះនៅពេលស្រុកមានសង្គ្រាមឈ្លានពានម្ដងផែនការប្លន់យកទឹកដីកម្ពុជាក្រោមរបស់យើងមុនដំបូងស្ដេចយួនបានចាត់មេទ័ពម្នាក់ឈ្មោះធីបេមៀតធំដំបងហើយខ្ពស់កំប្រឹងវិស័យថ្នោតលៃមុខមាត់កាយសាហាវដោយខ្លាត្រូវរបួសបញ្ជាក់យ៉ាងច្បាស់ថាជាជនស្រែកឃ្លានឈាមអ្នកស្លូតត្រង់ធីបេទទួលបញ្ជាពីស្ដេចយួនឲ្យនាំទ័ពមួយកងវរស្នាតូចចូលមកទប់ទល់ខ្មែរនៅជាដែនកម្ពុជាកណ្ដាលហើយចាត់មេទ័ពម្នាក់ទៀតឈ្មោះអងឡូវទ័ពនេះតាមឯកសារថាសាហាវជាងទ័ពណាទាំងអស់ក្នុងចំណោមកងទ័ពយួនទាំងមូលប្រើឲ្យនាំទ័ពពីកងវរស្នាតូចចូលវាយសម្រុកមកខេត្តព្រះត្រពាំងទាំងមូលឲ្យបានដំបូងខ្ញុំនិយាយពីមេទ័ពយួនឈ្មោះអងធីបេសិនទ័ពយួនធីបេក្នុងពេលបញ្ជាទ័ពចូលវាយទ័ពខ្មែរនៅតាមជាយដែនយើងវាទប់ទល់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះមិនអាចបញ្ជាទ័ពឲ្យចូលប្រយុទ្ធជាមួយទ័ពខ្មែរខ្លាំងក្លាបាននោះទេព្រោះទ័ពខ្មែរនៅតាមជាយដែនស្ថិតក្រោមបញ្ជាការរបស់លោកមិលដែលមានល្បិចយុទ្ធសាស្ត្រក្នុងការប្រយុទ្ធយ៉ាងអង់អាចយូរឆ្នាំមកហើយចំណែកមេចៅអងឡូវបាននាំទ័ពពីកងវរស្នាតូចចូលទៅប្រយុទ្ធឡោមព័ទ្ធខេត្តព្រះត្រពាំងដែលរដ្ឋាភិបាលយើងបានចាត់លោកអុកញ៉ាសេនាបតីសឿនគុយឲ្យធ្វើជាចៅហ្វាយខេត្តលោកអុកញ៉ាសឿនគុយមានធំដំបងខ្ពស់សម្បល់សណ្ដែកបាយមានទឹកមុខសស្អាតផ្ទៃថ្ងាសធំទូលាយសក់ស្រឡូតរៀបស្មើទៅក្រោយលោកជាវីរជនម្នាក់មានចិត្តក្លាហានគ្រប់កិច្ចការទូទៅហើយបានចូលបម្រើជាតិតាំងពីអាយុ20ឆ្នាំដែលជាទីពេញចិត្តរបស់ប្រជារាស្ត្រខ្មែររដ្ឋាភិបាលបានតែងតាំងងារជូនលោកអុកញ៉ាសេនាបតីសឿនគុយជាអភិបាលខេត្តព្រះត្រពាំងវីរជនរូបនេះបរិបូរណ៍ដោយគុណសម្បត្តិចរិយាសម្បត្តិនិងសុភាពរាបសារស្គាល់តូចស្គាល់ធំហើយជាទីគោរពរាប់អានរបស់បណ្ដារាស្ត្រខ្មែរគ្រប់ជាន់ថ្នាក់តាំងពីលោកឡើងកាន់តំណែងជាអភិបាលខេត្តពេលណាមកលោកមិនសូវបានសម្រាកទេព្រោះរឿងប្រយុទ្ធជាមួយយួនបានចោទឡើងស្ទើររាល់ថ្ងៃ
លោកប្រាសង្គ្រាមគ្រប់បែបសង្គ្រាមចិត្តសាស្ត្រអប់រំប្រជារាស្ត្រឲ្យដើរទៅរកផ្លូវសុភមង្គលឲ្យស្រឡាញ់ជាតិសាសនាឲ្យចងបាច់សាមគ្គីវិញឧត្តមកតេជាធ្លុងមួយរឹតចំណងមេត្រីភាពរវាងខ្មែរនិងខ្មែរឲ្យជិតស្និទ្ធសង្គ្រាមអាវុធលោកចេញច្បាំងជាមួយទ័ពដោយផ្ទាល់ខ្លួនមិនថាយប់មិនថាថ្ងៃអុកញ៉ាសឿនគួយប្រមុខខេត្តព្រះត្រពាំងលោកមានសហការីចំណិតរបស់លោកទាំងអស់5រូបសុទ្ធតែសហការីល្បីល្បាញក្នុងចម្បាំងសហការីទី1ឈ្មោះភូឈួយគង់លោកម៉ឺនឯកលោកតាម៉ង់លោកទេសាសោមខ្លះហៅអន្សាសោមហើយនិងលោកតាមនោរស់សមាជិកទាំង5រូបនេះជាដៃស្ដាំរបស់លោកអុកញ៉ាធ្លាប់ហើរក្នុងភ្នក់សង្គ្រាមរាប់ឆ្នាំមកហើយមានជ័យជំនះលើពួកយួនជាដរាបភូឈួយគង់កើតនៅភូមិស្វាយសៀមស្រុកថ្កូវខេត្តព្រះត្រពាំងជាសហការីទី1ហើយជាមនុស្សអង្គអាចក្លាហានបរិបូរណ៍ដោយសិលប្រាសាទកាប់មិនមុតដុតមិនឆេះមានប្រាជ្ញាសម្ដីសម្ដៅលើសគេប៉ុន្តែជាមនុស្សចូលចិត្តរឿងសប្បាយស្រីញីបន្តិចលោកតាម៉ង់កើតនៅស្រុកឧមុលខេត្តព្រែកឫស្សីមានមាឌធំទ្រនាប់ច្រមុះស្រួចសម្បុរខ្មៅស្រអែមជាមេបញ្ជាការម្នាក់កាប់មិនមុតចេះបំបាំងខ្លួនយ៉ាងពិតប្រាកដលោកម៉ឺនឯកជាមេបញ្ជាការក្លាហានលើសពីគេឯងប្រាជ្ញាវាងវៃរឹកពៀក៏ស្រគត់ស្រគំមិនចេះមើលងាយមិត្តភ័ក្តិឬនរណាទេហើយមិនសូវនិយាយលេងផ្ដេសផ្ដាស់ផងគាត់មានមន្តអាគមគាថាលើសគេទាំងអស់ចេះជប់ពលគួចកំនួយស្មៅឲ្យខ្លាយជាកងទ័ពក៏មានចេះបំបាំងខ្លួនចូលប្រយុទ្ធមួយស្របក់បានចំណែកតាអន្សាសោមនិងតាមនោរស់ចេះមន្តអាគមដូចគេឯងដែរប៉ុន្តែឯកសារមិនបានបញ្ជាក់ថានៅស្រុកណាជាស្រុកណាទេគាត់ជាមនុស្សស្មោះត្រង់បំផុតចំពោះលោកអុកញ៉ាគុយហើយស្អប់ខ្ពើមយួនណាស់ចូលច្បាំងជាមួយយួនម្ដងស្ទើរតែកូនក្នុងអង្រឹងមិនទុកផងស្នាដៃរបស់គាត់គេកោតខ្លាចគ្រប់ទិសទីទ័ពយួនអង់គ្លេសកំពុងចេញដំណើរជាបន្តបន្ទាប់គ្នាពីខេត្តព្រៃនគរបាត់ក្បាលសម្ដៅទៅខេត្តព្រះត្រពាំងដើម្បីបំផ្លាញជំរំទ័ពដ៏ល្បីល្បាញរបស់យើងលោកចៅវាយគុយមិនបានដឹងថាយួនក្រុងការជន់ឈ្លីខេត្តរបស់លោកឲ្យវិនិច្ឆ័យទេលោកសន្មតខុសថាវាប្រាថ្នាវាតែទិសខាងលិចប៉ុណ្ណោះក្រោយមកស្រាប់តែអ្នកយកការសម្ងាត់របស់យើងនាំព័ត៌មានមកប្រាប់លោកអុកញ៉ាថាមេទ័ពយួនអង់គ្លេសវាកំពុងតែលើកទ័ពមកឡោមព័ទ្ធខេត្តព្រះត្រពាំងក្នុងថ្ងៃនេះហើយបន្ទាប់នោះលោកអុកញ៉ារាយការណ៍ប្រាប់មេបញ្ជាការរបស់លោកទាំងអស់ឲ្យត្រៀមខ្លួនចាំកម្ចាត់ពួកវាចេញឲ្យអស់ពីទឹកដីលោកម៉ឺនឯកនិងតាម៉ង់បានរៀបចំក្បួនការពាររងចាំជាស្រេចឲ្យតែទ័ពអង់គ្លេសមកដល់ភ្លាមនិងបញ្ជាវាលោកកុំបង្អង់ដៃឡើយមេបញ្ជាការនីមួយខំអស់ពីសមត្ថភាពកាន់អាវុធគ្រប់ដៃបន្ទាប់នោះលោកអុកញ៉ារាយការណ៍ប្រាប់មេបញ្ជាការរបស់លោកទាំងអស់ឲ្យត្រៀមខ្លួនចាំកម្ចាត់ពួកវាឲ្យចេញអស់ពីទឹកដីក្បួនទ័ពលោកអន្សាសោមត្រូវរៀបចំនៅទិសខាងត្បូងក្បួនទ័ពតាម៉ង់នៅចាំច្រកកណ្ដាលទ័ពលោកម៉ឺនឯកនិងតាមនោរស់នៅចាំច្រកខាងជើងគឺទុកតែចន្លោះច្រកមួយឲ្យទ័ពយួនវាចូលក្នុងអន្ទាក់ឡោមព័ទ្ធតែប៉ុណ្ណោះមិនយូរប៉ុន្មានទីសមរភូមិមានចលនារស់រវើកប្រៀបបាននឹងពស់វែកបើកពពែឬមហាព្យុះសង្ឃរាកំពុងតែរំលើងគល់ឈើការប្រយុទ្ធបានយកទួលកោងដីក្រហមជ្រោយអន្សាធ្វើជាសមរភូមិដែលមានវាលស្រឡះអាចមើលឃើញគ្នាទៅវិញទៅមកត្រង់មានដើមឈើមួយធំជាសញ្ញាការប្រយុទ្ធជាមួយនឹងទ័ពយួននិងកងទ័ពខ្មែរប្រឡូកកាប់ចាក់គ្នាតាមក្បួនយុទ្ធសាស្ត្រសម័យនោះបានប្រព្រឹត្តទៅអស់រយៈពេល7យប់7ថ្ងៃកងទ័ពស្លាប់កជើងលើគ្នាដោយដំបូកឈាមហូរដាបពោះដំរីមួយថ្ងៃក្រោយទៀតទ័ពយួនអង់គ្លេសទុនដៃជាងទ័ពខ្មែរក៏វាយរំដោះដៃដកថយតាមក្បួនយុទ្ធសាស្ត្រទៅសង្ងំពួននៅក្នុងតំបន់ព្រៃក្រាស់ដើម្បីរងចាំគ្នាវាបញ្ជាទ័ពជំនួយមកតាមក្រោយទៀតយួនរត់ទៅបាត់ប្រហែល3ថ្ងៃក៏ប្រមូលបានគ្នាបានច្រើនជាងមុនហើយលើកមកម្ដងទៀតតម្រៀបក្បាលគ្នាដូចកណ្ដាញ់ការប្រយុទ្ធបានចាប់ផ្ដើមឡើងយ៉ាងសាហាវម្ដងនេះគ្នាវាមានកម្លាំងជាងមុន1ជា2មើលទៅក្នុងសមរភូមិពលទាហានខ្មែរសម្លាប់ទ័ពយួនដោយសត្វពន្លត់ប៉ុន្តែដោយពុំមានទ័ពជំនួយយើងទុនដៃជាងយួនច្រើនមេទ័ពម្នាក់កាលបើយល់ស្ថានភាពសឹកពេលនោះបែបដណ្ដាបក៏បញ្ជាឲ្យវាយដោះដៃមួយរយៈសិនងាកមើលទៅលើទ័ពលោកម៉ឺនឯកដែលកំពុងប្រយុទ្ធជាមួយពួកយួនមួយចំនួនធំ
ពុំអាចទប់កម្លាំងជាមួយវាបានក៏បញ្ជាទ័ពថយតាមរបៀបយុទ្ធសាស្ត្រដែរទ័ពដកថយផុតហើយលោកមើលឯកក៏ស្ទុះទៅវាលស្មៅមកខាងលើកដៃប្រណម្យឆ្លីបាតដៃសូត្រមន្តអាគមមកបាំងខ្លួនហើយរត់ទៅគួចគំនួចស្មៅច្រើនគំនួចជប់ធ្វើជាពលសេនាសិលដើម្បីប្រយុទ្ធតទល់ខាំងដំណើរសត្រូវតាមឯកសារបានបញ្ជាក់ថាទ័ពសិលរបស់មើលឯកកាលបើជប់រួចហើយក៏ស្រែកបន្តសម្លេងក្រេវក្រេវបីបត់រំពងព្រមគ្នាមួយរំពេចទ័ពយួនកាលបើឃើញទ័ពខ្មែរច្រើនដូច្នេះព្រឺខ្លួនឡើងសម្បុរគីងគក់ចង់រកកលដាក់មេផាយប៉ុន្តែមេវាស្រែកគំរាមកំហែងឲ្យចូលប្រឡូកជាមួយទ័ពសិលមើលឯកទាំងប្រថុយស្បែកប្រយុទ្ធបានមួយសន្ទុះពួកយួនភ័យស្លាំងមុខបែកញើសជោគថ្ងាសដោយកាប់ត្រូវតែតងស្មៅដាច់រប៉ាត់រប៉ាយហើយកំទេចស្មៅនោះហើយចូលភ្នែកពួកវាបណ្ដាលឲ្យឈាមហូរត្របាញ់រកមើលទិសតំបន់អ្វីពុំឃើញសោះឡើយលោកមើលឯកឃើញសភាពដូច្នេះក៏ចូលទៅប្រឡូកជាមួយទាហានយួនតែម្នាក់ឯងទៀតពួកវាត្រូវស្លាប់កជើងលើគ្នាដោយឥទ្ធិពលរបស់មើលឯកបើយើងងាកទៅមើលលោកតាម៉ង់ម្ដងវិញកាលបើឃើញលោកមើលឯកសម្លេះយួនតែម្នាក់ឯងដូច្នេះគាត់ក៏បញ្ជាទ័ពរបស់គាត់ឲ្យទៅជួយយ៉ាងបន្ទាន់រហូតដល់ទាហានយួនទប់កម្លាំងតទៅទៀតមិនបានក៏នាំគ្នារត់ប្រះអាយុបាតជើងសព្រាតតែម្ដងទោះបីត្រូវបរាជ័យយ៉ាងអាម៉ាស់ដូច្នេះក៏ដោយក៏ទ័ពអាចោរយួនឈ្លានពានពុំព្រមដកថយទៅក្រុងវេវិញដែរគឺនៅបង្កប់ខ្លួនក្នុងព្រៃស្រោងរួចចាត់គ្នាវាឲ្យនាំសារទៅប្រាប់ចៅហ្វាយធំដើម្បីសូមជំនួយកងទ័ពមកទៀតចំណែកទ័ពខ្មែរយើងក្រោយពីបានទទួលជោគជ័យដោយស្នាដៃដ៏កំពូលរបស់មើលឯកមកលោកចៅហ្វាយគុយសប្បាយចិត្តណាស់ក៏រៀបចំពិធីជប់លៀងយ៉ាងកក្រឹកកក្រែងដើម្បីលើកទឹកចិត្តយុទ្ធជនស្នេហាជាតិលោកអ្នកនាងជាទីមេត្រីយើងផ្អាករឿងចម្បាំងមួយគ្រាសិនដើម្បីងាកទៅតាមដានសកម្មភាពរបស់មេបញ្ជាការទាំង5ដែលជាសហការីផ្ទាល់របស់លោកចៅហ្វាយគុយបណ្ដាសហការីទាំងអស់លោកទេសាសោមគាត់មានវិបត្តិផ្លូវចិត្តជាមួយលោកមើលឯកយូរមកហើយទោះបីជួបឃើញញញឹមចាប់ដៃគ្នាក៏ស្ថិតនៅក្នុងលក្ខណៈជាអាចកំបាំងទាំងអស់ដែរតាំងពីចូលបម្រើក្នុងកងទ័ពរបស់លោកចៅហ្វាយគុយលោកមើលឯកគ្មានប្រាថ្នាអ្វីក្រៅពីទឹកចិត្តស្នេហាជាតិដោយស្មោះត្រង់ដើម្បីចេញកម្ចាត់ចោលយួនឈ្លានពាននោះទេកិច្ចការរបស់គាត់ចំពោះជាតិធ្វើឲ្យលោកចៅហ្វាយសឿនគុយប្រមុខខេត្តព្រះត្រពាំងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងលោកទេសាសោមក៏មានគុណសម្បត្តិប្រហាក់ប្រហែលគ្នានឹងលោកមើលឯកដែរម្នាក់សុទ្ធតែជាមេទ័ពដែលមានថ្វីដៃខ្លាំងពូកែរៀងៗខ្លួនប៉ុន្តែបើនិយាយពីភាពស្វាហាប់ហើយអង់អាចវិញប្រកាសជាលោកមើលឯកគ្មានគូផ្ទឹមឡើយនៅពេលដែលពួកយួនបាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅនោះមេបញ្ជាការខ្មែរយើងម្នាក់ខំដើរប្រមូលកងទ័ពដែលសល់ពីស្លាប់មកផ្ដុំគ្នាបោះជំរំសម្រាប់កាយផ្លាយតែលោកតាម៉ង់និងលោកមើលឯក2នាក់ប៉ុណ្ណោះទេដែលពុំបានឈប់សម្រាកដោយស្ងៀមស្ងាត់ព្រោះគាត់កំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីទប់ទល់នឹងប្រជាមិត្តក្រែងវិរុទ្ធទៅបង្កប់វាសម្រុកចូលមកក្នុងខេត្តព្រះត្រពាំងជាថ្មីម្ដងទៀតមេទ័ពទាំងពីរបានបណ្ដាលគ្នាត្រសងទៅរកដើមឈើមួយធំខ្ពស់បែកមេសាខាមានម្លប់ត្រឈឹងត្រឆៃនៅឆ្ងាយដាច់ស្រយាលពីគេឯងអង្គុយស្រួលបួលហើយមើលឯងក៏ផ្ដើមបន្លឺពាក្យថាពេលនេះពិតមែនតែយួនវាបាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់ប៉ុន្តែវាមិនទាន់ចោះចាញ់យើងទេយើងធ្លាប់ឮល្បីយូរហើយទ័ពអង្គឡូវនេះកាចសាហាវណាស់កាលពីលើកមុនយើងទប់ទល់ជាមួយវាស្ទើរមិនឈ្នះម្ដងរួចទៅហើយបើយើងមិនរកមធ្យោបាយតាមដានវាសម្លាប់បំបត្តិពូជពីផែនដីយើងទេថ្ងៃក្រោយប្រកាសជាវាបង្កទ័ពមកឈ្លានពានយើងពុំខានឡើយសពថ្ងៃនេះវាប្រើគ្រប់មធ្យោបាយតាំងពីសង្គ្រាមផ្លែដាវរហូតដល់សង្គ្រាមចិត្តសាស្ត្រវាដើរពន្យល់បញ្ចុះបញ្ចូលបោកបញ្ឆោតស្មារតីទុនខ្សោយរបស់បងប្អូនខ្មែរយើងឲ្យស្រឡាញ់របបគ្រប់គ្រងរបស់វាហ៊ានចាយលុយដោយឥតសំចៃដៃដើម្បីទិញក្បាលជនវង្វេងជាតិមួយចំនួនតូចឲ្យបម្រើផលប្រយោជន៍ខ្មៅងងឹតរបស់វាចំពោះខ្ញុំដែលមានឈាមជ័រជាខ្មែរពូជអ្នកចម្បាំងគឺមិនព្រមលក់ឧត្តមគតិយ៉ាងដាច់ខាតហើយបដិញ្ញាចិត្តតស៊ូរហូតដល់ថ្ងៃអវសាននៃជីវិតលោកតាម៉ង់ឮមើលឯកនិយាយយ៉ាងបើកមាត់ដូច្នេះគាត់សប្បាយចិត្តណាស់ប្រញាប់ពោលពាក្យតបវិញឥតបង្អង់លោកនិយាយនេះចំជាត្រូវណាស់យើងជាខ្មែរម្ចាស់ស្រុកត្រូវតែមានស្មារតីអង់អាចតស៊ូជានិច្ចហើយជាពិសេសត្រូវតែបង្ហាត់កងទ័ពឲ្យចេះប្រើសង្គ្រាមចិត្តសាស្ត្រ
ខ្ពស់ជាងវាមួយកម្រិតទៀតដើម្បីឲ្យស្របនឹងគម្រោងការលោកចវាយគុយដែលបានប្រកាសយ៉ាងមហាឡារឹកប្រាប់ប្រជាជនខ្មែរគ្រប់តំបន់ជនបទកុំឲ្យជឿការឃោសនារបស់វាហើយនាំគ្នាក្រោកឈរឡើងវាកំទេចអំពើឈ្លានពានឲ្យវិនាសផុតពូជពីទឹកដីខ្មែរយើងមួយជីវិតនេះខ្ញុំបានសច្ចាហើយជាស្រេចគឺដរាបណាជីវិតរបស់ខ្ញុំនៅរស់ខ្ញុំមិនឲ្យចោលយួនប្លន់យកទឹកដីបានមួយចំអាមយ៉ាងដាច់ខាតប៉ុន្តែការដែលឲ្យខ្ញុំព្រួយបារម្ភទៅអនាគតនោះគឺនៅលើមន្ត្រីយើងដែលមិនព្រមចោះសម្រងគ្នាដោយទឹកនិងប្រេងអ្នកខ្លះស្រែកបន្ទោហើយអើតែមាត់តែចិត្តគំនិតខ្មៅក្រខ្វក់ពុករលួយរកលេខដាក់គ្មានខ្លះខំតស៊ូក្រាញ់រនាលក្នុងសមរភូមិត្រឡប់ជាត្រូវទទួលពាក្យចោទយ៉ាងអយុត្តិធម៌ទៅវិញដូច្នេះតើកម្លាំងសាមគ្គីស្ថិតនៅត្រង់ណាលោកតាម៉ង់ដកដង្ហើមធំមួយរយៈទៅបន្តទៀតសប្តាហ៍ថ្ងៃនេះសង្គ្រាមឈ្លានពានបានរាតត្បាតស្ទើរតែគ្រប់ខេត្តរបស់យើងនៅផ្នែកខាងដែនដីក្រោមនេះទៅហើយប៉ុន្តែខេត្តព្រះត្រពាំងយើងមានវាសនាអាក្រក់ហើយធ្ងន់ជាងខេត្តគេទាំងអស់ឥឡូវនេះបើយើងមិនចាត់ការតាមបំផ្លាញជំរករបស់ពួកវាភ្លាមទេយើងប្រកាសជាទទួលគ្រោះថ្នាក់ទៅថ្ងៃក្រោយមិនខានប៉ុន្តែរឿងនឹងលោកមេតបប្រហែលជាជ្រាបខ្លះហើយចំពោះអំពើដែលសហការីខ្លះរបស់លោកសេនាបតីរៀបគម្រោងការឈ្នានីសតែគ្នាឯងដើម្បីដណ្ដើមអំណាចនិងបន្សាក់តួយ៉ាងដោយភូជួយគង់ជាឧទាហរណ៍ជននេះដើរឆ្កឹះឆ្កៀលគេពីសំណាក់មួយទៅសំណាក់មួយបង្កើតជាចលាចលផ្ទៃក្នុងគួរឲ្យព្រឺខ្លាចប៉ុន្តែរឿងនឹងយើងគួរតែបញ្ចប់វាតែប៉ុណ្ណឹងចុះព្រោះយើងជាអ្នកដេកព្រៃដែលពុំមានពេលនឹងជំរះបញ្ជីផ្ទៃក្នុងឲ្យជ្រះស្រឡះក្រៅពីលោកចវាយឡើយមើលឯកឮតាម៉ង់ពោលពាក្យយ៉ាងក្បោះក្បាយដូចនេះក៏បើកភ្នែកមូក្រឡង់ដោយប្រកាសបញ្ជាក់សួរថែមទៀតយីពុំមែនទេឬលោកព្រោះអ្នកខ្លះច្រើនតែបញ្ចេញលក្ខណៈតាមសម្បកក្រៅតែគំនិតមាយាទជ្រៅជ្រះហើយធ្វើការជន់ផលទៀតផងបើតាមខ្ញុំដឹងអាកប្បកិរិយាភូជួយគង់តែប៉ុណ្ណឹងទេព្រោះការវាអែបស៊ីអបវាជារឿងមួយយ៉ាងសម្រាប់មនុស្សដែលមានចរិតរបៀបនេះយើងយកជាការពិតក្រែងមិនបានណាតាម៉ង់ងក់ក្បាលមួយរួចបញ្ជាក់តទៀតលោកនិយាយនេះខ្ញុំស្ដាប់បានហើយមិនមែនបានសេចក្តីថាខ្ញុំស្អប់ខ្ពើមឬច្រណែននឹងមុខការរបស់គេនោះទេប៉ុន្តែតាមការសង្កេតផ្ទាល់របស់ខ្ញុំយល់ថាមនុស្សល្អឬអាក្រក់ប្រកាសជាបញ្ចេញអាកប្បកិរិយាយ៉ាងជាក់ច្បាស់ឲ្យយើងដឹងពុំខានលោកមើលឯកឯងមានចាប់អារម្មណ៍ទេការលោកសេនាបតីហៅទៅរួមប្រជុំលើកមុនលោកបានបញ្ជាក់ផ្ដែផ្ដាំជាចុងក្រោយថាការប្រយុទ្ធផ្ទាល់ជាមួយខ្មាំងកុំឲ្យមើលងាយខ្មាំងថាអន់ជាងយើងឲ្យសោះការតស៊ូហាត់ពុតស្មារតីកុំឲ្យតក់ស្លុតជាការរបស់កងទ័ពសាមគ្គីវិញត្រូវបាញ់ឲ្យបានជាធ្លុងមួយក៏ជាការរបស់កងទ័ពដែរហើយលោកមានប្រសាសន៍ទៀតថាការសន្តោសគ្នាទៅវិញទៅមករវាងនីតិហ៊ាននិងនីតិហ៊ានក៏ចាត់ទុកជាមហាគ្រឹះយ៉ាងមាំសម្រាប់ជាតិសាសន៍នីមួយពិសេសទៅទៀតស្រុកកាតសង្គ្រាមកុំច្រឡោកច្រឡំរឿងស្រីញីឲ្យសោះព្រោះស្រីវាជាអាវុធដ៏សាហាវឬជាដំបៅមហារាជក្នុងកងទ័ពយើងត្រូវចាំទៀតថាយើងជាខ្មែរត្រូវយកប្រពន្ធខ្មែរបើយកប្រពន្ធយួនក្នុងពេលស្រុកកាតសង្គ្រាមនេះនយោបាយជាតិប្រកាសជាទុនខ្សោយជាពុំខានប្រសាសន៍របស់លោកសេនាបតីមិនទាន់បានប៉ុន្មានថ្ងៃផងលបងគង់ប្រើស្នៀតនេះលើសដើមទៅទៀតលោកមើលឃើញទេមួយថ្ងៃនោះស្រាប់តែបណ្ដាស្រីក្រមុំយួនយ៉ាងស្អាតលេខ1យកមកគៀកកោយស្ទើរតែផ្លេចការងារអស់រលីងខ្ញុំព្រួយណាស់ក្រែងស្រីយួននោះវាជាភ្នាក់ងាររបស់យួនក៏មិនដឹងលោកមើលឯកងក់ក្បាលយល់ស្របនឹងសម្ដីដ៏ត្រឹមត្រូវរបស់លោកតាម៉ង់ហើយបន្លឺពាក្យតបទៅវិញលោកតាមានប្រសាសន៍នេះពិតជាត្រូវមែនខ្ញុំពុំបានសង្កេតមើលលក្ខណៈវាឲ្យបានដិតដល់សោះតែខ្ញុំអាចចំណាំវាបានខ្លះយូរមកហើយខ្ញុំក៏លាក់ទុកក្នុងចិត្តមួយគ្រាសិនទៅបើវាហ៊ានលក់ខួរក្បាលឲ្យយួនដោយបម្រើនយោបាយរបស់វានោះយើងត្រូវតែរួមកម្លាំងគ្នាកម្ចាត់វាបានមុនកលៈទេសៈព្រោះបើទុកឲ្យវានៅនាំតែចង្អៀតផែនដីទេការចរចារវាងលោកមើលឯកនិងលោកតាម៉ង់បានផ្លាស់ប្ដូរយោបល់គ្នាពីសំណាក់មួយទៅសំណាក់មួយយ៉ាងឆាប់រហ័សភ្លាមនោះស្រាប់តែលើសន្ធឹកខ្យល់ស្រ័យសន្ធាប់យ៉ាងរំជួយដីលោកមើលឯកនិងតាម៉ង់ក្រឡេកមើលទៅចំហៀងខ្លួនឃើញទ័ពយួនក្បាលខ្នាប់រត់តម្រង់មកតែម្ដងលោកមេទ័ពទាំងពីរមិនបង្អង់ឲ្យខាតពេលយូរទេប្រញាប់នាំគ្នាស្ទុះទៅកាន់ជំរំទ័ពរៀងៗខ្លួនហើយស្រែកបញ្ជាទ័ពឲ្យចូលទៅប្រយុទ្ធជាមួយពួកវាភ្លាមការប្រយុទ្ធលើកនេះ
ទ័ពខ្មែរយើងទន់ដៃយ៉ាងខ្លាំងព្រោះពុំនឹកស្មានថាវាអាចបង្កទ័ពបានយ៉ាងឆាប់រហ័សហើយមានគ្នាច្រើនក្បាលដោយស្រមោចបោលសម្រុកចូលមិនខ្លាចស្លាប់អីចឹងសោះទោះបីលោកម៉ឺនឯកនិងលោកតាម៉ង់លោកមនោរស់លោកទេសាសោមខំរួមគ្នាបញ្ចេញថ្វីដៃអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏ពុំអាចទប់ទល់ជាមួយពួកវាបានដែរឱកាសនោះលោកម៉ឺនឯកមានទឹកមុខក្រៀមសម្ដែងអាការៈអស់សង្ឃឹមជាខ្លាំងគូប្រយុទ្ធបានប្រឡូកជាមួយគ្នាអស់ពេលមួយថ្ងៃមួយយប់កងទ័ពយើងមានគ្នាតិចកម្លាំងខ្សោយក៏វាយដកថយទ័ពទៅរកទិសដែលលោកមេទ័ពម៉ឺនឯកបានបញ្ជាទុកជាស្រេចចំណែកលោកមេទ័ពដ៏ក្លាហាននោះវិញហក់វឹងទៅឈរពាំងពីមុខទ័ពសត្រូវហើយសូត្រគាថាបំបាំងខ្លួនព្រមទាំងគួចស្មៅជប់ពលវល់ម៉ឺននាក់ប្រយុទ្ធតទល់នឹងទ័ពយួនអស់ពេលមួយរយៈធំទើបភៀសខ្លួនទៅតាមកងទ័ពខ្មែរដែលបានអវេដកថយផុតបាត់ស្រមោលលោកចៅវាយគុយក្រោយពីបានដឹងថាខ្មែរយើងបាក់ទ័ពចាញ់យួនហើយលោករសាប់រសល់ក្នុងចិត្តយ៉ាងខ្លាំងមួយសន្ទុះទាហានម្នាក់រត់ត្រហេបត្រហប់មកជម្រាបលោកថាលោកម៉ឺនឯកនិងតាម៉ង់ព្រមទាំងលោកមនោរស់បាក់ទ័ពចាញ់គេហើយលោកម៉ឺនឯកបានបញ្ជាខ្ញុំបាទឲ្យមកអញ្ជើញព្រះតេជគុណរៀបចំខ្លួនចេញពីទីនេះភ្លាមព្រោះទ័ពយើងនៅរងចាំទទួលព្រះតេជគុណខាងក្រៅឯណោះសូមព្រះតេជគុណប្រញាប់បន្តិចទ័ពអងលើវាយលុកមកដល់ឥឡូវនេះហើយទ័ពវាសាហាវណាស់ពួកយើងបោះជំរំទ័ពសម្រាប់ក្នុងវត្តភ្នៅដងរងចាំព្រះតេជគុណឯណោះទៀនប្រោសអ្នកនាំសារជម្រាបលោកអុកញ៉ាស្ទើរតែមិនទាន់ផុតកន្ទុយមាត់ផងស្រាប់តែភូជួយគង់ដើរមកដល់បញ្ចេញកាយវិការយ៉ាងខែងរែងក្រោយខ្នងមានស្ពាយដាវយ៉ាងសង្ហាបោះចំហៀនធ្ងន់ពាប់ទៅរកលោកអុកញ៉ាគុយបំរុងហាមាត់ចជែកតែក្រឡេកឃើញទាហានម្នាក់នៅក្បែរនោះក៏ឈរស្ងៀមទៅវិញលោកចៅវាយសឿនគុយមើលមុខភូជួយគង់បន្តិចក៏មានប្រសាសន៍ថាលោកភូជួយសូមលោករៀបចំខ្លួនចេញពីទីនេះទៅជាមួយខ្ញុំទ័ពយើងចាញ់គេហើយពួកវាបំរុងឡោមព័ទ្ធខេត្តយើងសូមលោករៀបចំខ្លួនប្រញាប់បន្តិចព្រោះលោកម៉ឺនឯកតាម៉ង់រងចាំយើងនៅវត្តភ្នៅដងឯណោះបើយើងមិនកិច្ចខ្លួនសិនទេជីវិតយើងត្រូវស្លាប់មុនការតស៊ូពុំខានភូជួយគង់លើលោកអុកញ៉ាគុយប្រាប់ក៏ធ្វើរឹកយ៉ាងក្រអឺតក្រទមរួចប្រើប្រយោគមួយឃ្លាទៅកាន់ចៅវាយនាយថាមិនគួរសោះតែម្ដងលោកម៉ឺនឯកតាម៉ង់ជាមនុស្សធ្លាប់អង្អាចពុំមាននរណាម្នាក់ព្រៀបផ្ទឹមបានចុះម្ដងនេះហេតុម្ដេចក៏ខ្សោយអីម្លេះបាក់ទ័ពចាញ់យួនស្រស់អីចឹងដូចជាមិនសមសោះខ្ញុំស្ដាយណាស់ដោយគ្មានខ្ញុំទៅប្រយុទ្ធជាមួយផងពេលនោះបើមានខ្ញុំស្លាប់រស់ក៏ល្អមើលដែរតាមយោបល់ខ្ញុំយល់ថាយើងមិនត្រូវរត់ចេញពីទីនេះទេត្រូវតែនៅប្រឡូកជាមួយពួកវាឲ្យឃើញសខ្មៅម្ដងសិនព្រោះការស្លាប់និងរស់វាជាករណីយកិច្ចរបស់កងទ័ពទេតើលោកអុកញ៉ាមិនយល់ស្របក៏បន្ថែមទៀតការយល់របស់លោកភូជួយពេញជាត្រូវហើយប៉ុន្តែលោកកុំភ្លេចថាខ្លាពីរខាំគ្នាត្រូវតែមួយចាញ់មួយឈ្នះយ៉ាងណាមិញអយុធជនម្នាក់បើមានអ្នកណាមួយចង់ធ្វើខ្លួនឲ្យបរាជ័យគឺគ្មានទាល់តែសោះឥឡូវនេះកុំនិយាយច្រើនត្រូវតែចេញពីទីនេះមួយគ្រាសិនដល់ពេលលោកចៅវាយគុយបង្ខំខ្លាំងពេកទើបភូជួយគង់យល់ស្របព្រមកិច្ចខ្លួនពីទីនេះទាំងក្តៅក្រហាយប៉ុន្តែការក្បត់របស់ភូជួយគង់លោកចៅវាយគុយមិនបានជ្រាបទេព្រោះជនដែលបង្កប់ខ្លួនត្រាំពើស៊ីរូងផ្ទៃក្នុងពិបាកបើករបាំងមុខវាណាស់មិត្តអើយមើលចោះបងប្អូនស្រីប្រុសមើលជាតិខេមរាក្នុងជំនាន់នោះសម័យអុកញ៉ាឈឺចិត្តខ្លាយផ្សាស្នេហាទឹកដីលោកខំពុះពៀរក្សាខេមរាខានខានបុរីខ្លាយជាសមុទ្រទុកម៉ឺនឯកតាម៉ង់មេទ័ពស្មោះត្រង់ចិត្តខ្មែរបរិសុទ្ធដង្ហែដើរតាមអុកញ៉ានាំមុខភូជួយកត់ទុកក្បត់ជាតិដែនដីប្រមាណជាមួយខែកន្លងមកលោកចៅវាយគុយបានកោះហៅសហការីទាំងអស់មករួមប្រជុំដើម្បីរិះរកមធ្យោបាយដេញកម្ចាត់ខ្មាំងចេញពីខេត្តព្រះត្រពាំងកាលបើសហការីមកជួបប្រជុំគ្នាហើយលោកប្រមុខខេត្តក្រោកឡើងសម្ដែងការគូសមក្នុងអង្គប្រជុំរួចទើបមានប្រសាសន៍ថាម្ដងនេះយើងត្រូវទទួលបរាជ័យយ៉ាងជូរចត់ប៉ុន្តែយើងមិនតូចចិត្តទេធ្វើមិនដេចគ្នាយើងមានចំនួនតិចជាងគេឥឡូវនេះយើងប្រមូលគ្នាបានខ្លះមកវិញហើយខ្ញុំជឿជាក់ថាបើយើងរួមសាមគ្គីគ្នាប្រកាសជាមានចំហររឹងប៉ឹងក្នុងការវាយកម្ចាត់វាជាពុំខានយើងជាទាហានត្រូវតែយល់វិន័យកងទ័ពឲ្យច្បាស់ស្ដាប់បង្គាប់របស់មេបញ្ជាការបញ្ជាឲ្យអនុវត្តមិនត្រូវរត់ចោលសមរភូមិនៅពេលដែលកំពុងប្រយុទ្ធជាមួយខ្មាំងទេ
ត្រូវតាំងចិត្តមោះមុតបដូរស្លាប់បដូររស់ដើម្បីជាតិសាសន៍ចំណែករូបខ្ញុំសូមអស់លោកកត់ទុកក្នុងចិត្តចោះមួយជីវិតនេះខ្ញុំសុខចិត្តស្លាប់ដើម្បីមាតុភូមិជាទីស្នេហាគឺមិនរស់នៅក្រោមការជិះជាន់របស់បច្ចាមិត្តយ៉ាងដាច់ខាតម្យ៉ាងទៀតកងទ័ពយើងត្រូវតែចេះវិជ្ជាចិត្តសាស្ត្រប្រាប់ពន្យល់បងប្អូនកម្មករកសិកររាស្រែចម្ការឲ្យភ្ញាក់រលឹកស្មារតីឡើងកុំឲ្យចាញ់យោបាយកលយួនឲ្យសោះព្រោះវាជាសត្រូវសួរពូជរបស់ខ្មែរប្រចាំសតវត្សមកហើយដំបូន្មានរបស់លោកចៅវាយគុយធ្វើឲ្យសហការីទាំងអស់ពេញចិត្តយ៉ាងខ្លាំងណាស់ហើយបដិញ្ញាចិត្តអនុវត្តគោលការណ៍ទាំងនេះរហូតសម្រេចបានជោគជ័យរំពេចនោះលោកតាម៉ង់ក៏ក្រោកឈរឡើងហើយនិយាយថាប្រសាសន៍របស់លោកចៅវាយម្ចាស់ប្រកាសជាមានតម្លៃពុំអាចវាស់ស្ទង់បានឡើយប៉ុន្តែខ្ញុំបាទព្រួយបារម្ភជាទីបំផុតដោយខ្លាចក្រែងមានពួកយើងដែលធ្វើការផ្ទាល់នឹងលោកម្ចាស់បែកបាក់សាមគ្គីគ្នានាំឲ្យខូចគម្រោងការប្រសើរនេះលោកតាម៉ង់និយាយចប់ទើបមើលឯក្រោកឈរឡើងពោលបន្តទៀតតាមខ្ញុំយល់ការតស៊ូរបស់យើងមានស្ទើរគ្រប់គ្នាទាំងអស់ប៉ុន្តែអ្នកខ្លះតស៊ូតែលើបបោមាត់ក្រៅប៉ុណ្ណោះតើមានប្រសិទ្ធភាពអ្វីចំពោះសង្គ្រាមឈ្លានពានដោយសពថ្ងៃនេះខ្ញុំនិយាយនេះគ្មានគោលបំណងចង់ឲ្យប៉ះពាល់ដល់កិត្តិយសអស់លោកណាម្នាក់ទេគឺនិយាយក្នុងន័យរកការពិតតែប៉ុណ្ណោះប៉ុន្តែអស់លោកគួរតែយល់ឲ្យច្បាស់ថាសម្បត្តិក្នុងផ្ទះដែលបាត់បង់គឺព្រោះតែចោលក្នុងលួចប៉ុណ្ណោះយកទៅលាក់សម្ដីរបស់មើលឯកប៉ុន្មានប្រយោគនេះធ្វើឲ្យអង្គប្រជុំចាប់អារម្មណ៍យ៉ាងខ្លាំងដោយពំយល់ន័យដែលបង្កប់អាចកំបាំងដ៏ស្មុគស្មាញនេះឡើយភួយជួយគង់អោនមុខចុះមួយសន្ទុះក៏ក្រោកឈរឡើងបញ្ចេញផ្ទាំងមុខញញឹមយ៉ាងសោះក៏ក្រោះហើយបោះសម្ដីដោយចោលដឹងទាំងដងលោកមើលឯកមានប្រសាសន៍អំបញ្ញមិញនេះចំជាត្រូវមែនតែនៅមិនទាន់ពេញលក្ខណៈពិតប្រាកដបើមិនយល់ទាស់ទេខ្ញុំសូមជួយថែមបន្តិចទៀតហើយសូមលោកកុំច្រឡំជើងលេខឲ្យសោះលោកយល់ហើយតើសប្តាហ៍ថ្ងៃនេះមេទ័ពខ្មែរយើងមិនទាន់បែកបាក់គ្នាឯណាហេតុអ្វីក៏លោកលើកយកបញ្ហានេះមកចោទដើម្បីរំខានអង្គប្រជុំឲ្យបែកអារម្មណ៍ពីសង្គ្រាមឈ្លានពានរបស់យួនមកលើទីរួមខេត្តរបស់យើងទៅវិញគួរឲ្យស្ដាយដែរដែលលោកខំបង្វែរដានរឿងជាតិបញ្ចូលក្នុងរឿងផ្ទាល់ខ្លួនយ៉ាងនេះលោកតាម៉ង់លើសម្ដីភូជួយគង់ខឹងញ័រសាច់ក្រោកឡើងនិយាយកាត់សម្ដីឆ្លើយតបរបស់មើលឯកភ្លាមភាសាលោកភូជួយប្រហែលជាច្រឡំខ្ទង់លេខហើយបានជាឆាបច្រឡោតខឹងមិនដឹងទិសសម្បត្តិយ៉ាងនេះធ្វើអ្វីក៏ដោយដើម្បីឲ្យបានជោគជ័យនោះគេត្រូវតែនិយាយពីការរួបរวมសាមគ្គីផ្ទៃក្នុងសិនទើបអាចយកជ័យជំនះលើសត្រូវបានលោកមើលឯកនិយាយនេះក៏មិនខុសពីប្រសាសន៍លោកចៅវាយដែលតែងតែពោលផ្ដែផ្ដាំជាញឹកញាប់ថាសាមគ្គីគឺជាមហាគ្រឹះដ៏រឹងមាំក្នុងសង្គមជាតិនោះដែរភូជួយគង់បើកភ្នែកធំក្រឡោតសម្លាក់លោកតាម៉ង់ស្ទើរមិនប្រព្រឹត្តភ្នែកហើយស្ទុះក្រោកឡើងរឹងប៉ឹងនិងឆ្លើយតបវិញតាមកំហឹងចិត្តក្តៅតែត្រូវលោកចៅវាយធ្វើអន្តរាគមន៍បញ្ចប់យ៉ាងស្ងៀមស្ងាត់មិត្តអ្នកស្ដាប់ជាទីគោរពសូមមិត្តអ្នកស្ដាប់បង្វែរអារម្មណ៍ទៅតាមដានពួកចៅប្លន់ទឹកដីម្ដងវិញក្រោយដែលបានទទួលជ័យជំនះលើទីរួមខេត្តព្រះត្រពាំងទ័ពយួនអង់គ្លេសវាសប្បាយចិត្តណាស់បានរៀបចំពិធីជប់លៀងយ៉ាងកក្រឹកកក្រែងហើយបញ្ជាបរិវារឲ្យដើរចាប់កូនក្រមុំរាជខ្មែរដែលមានរូបស្អាតមកជន់ឈ្លីលេងជាល្បែងតាមអំពើយងក្នុងព្រៃផ្សៃរបស់ពួកវារំលងបានមួយថ្ងៃមកទៀតវាចេញប្រកាសប្រាប់បណ្ដារាជខ្មែរយួនគ្រប់ភូមិស្រុកឲ្យគោរពតាមច្បាប់ទម្លាប់របស់វាហើយទទួលស្គាល់វាជាស្ដេចត្រាញ់ក្នុងភូមិភាគដីកម្ពុជាក្រោមទាំងមូលបើរាជខ្មែរណាម្នាក់ហ៊ានក្រោកឡើងប្រឆាំងនឹងនយោបាយផ្ដាច់ការរបស់វាប្រកាសជាត្រូវទទួលស្លាប់យ៉ាងអាណោចអាធមពុំខានកាលនោះខ្មែរខ្លះដែលពួនមុខសំងំសុកក៏បិទមាត់លែងហ៊ាននិយាយស្ដីគឺបណ្ដោយឲ្យវាជន់ឈ្លីតាមអំពើចិត្តខ្មែរខ្លះដែលមានស្មារតីស្នេហាជាតិក៏ភៀសខ្លួនរត់ទៅចូលរួមជាសមាជិករបស់លោកសេនាបតីសឿនខុយដើម្បីរៀបចំគម្រោងការវាយតបនឹងចៅឈ្លានពានវិញរាល់ថ្ងៃទ័ពយួនអង់គ្លេសតែងតែប្រើអំណាចព្រៃផ្សៃទៅលើប្រជាជនខ្មែរស្លូតត្រង់ដោយកាប់សម្លាប់គ្មានញញើតដៃឈាមក្រហមឆ្អៅហូរប្រឡាក់ពាសពេញផ្ទៃធរណីនៃទីរួមខេត្តដំណឹងនេះធ្វើឲ្យលោកចៅវាយគុយខ្លាចផ្សាក្នុងចិត្តខ្លាំងណាស់ប៉ុន្តែលោកដោះស្រាយឲ្យទាន់កលៈទេសៈពុំបានយ៉ាងដាច់ខាតពីព្រោះកម្លាំងទ័ពនៅទន់ខ្សោយពេកពុំអាចវាស់ស្ទង់នឹងពួកវាបានឡើយលោកចៅវាយគុយបញ្ជាឲ្យលោកតាម៉ង់លោកមើលឯកលោកទេសាសោមនិងលោកមនោរស់ដើរអប់រំអ្នកស្រុកទាំងយប់ទាំងថ្ងៃឲ្យយល់ច្បាស់ពីរបបខុសខើនិងចរិតសាហាវយងខ្នងរបស់យួនអង់គ្លេសលើរាជខ្មែរម្ចាស់ស្រុក
ចំណែកผู้ช่วยគង់វិញមិនរវល់អើពើនឹងបញ្ហាប្រទេសជាតិដែលកំពុងតែធ្លាក់ចុះក្នុងភាពអាសន្ននេះទេមួយថ្ងៃគាត់ដេករិះរកតែមធ្យោបាយដើម្បីសម្លាប់តាម៉ង់សងគំនុំចិត្តតែប៉ុណ្ណោះរីឯតាម៉ង់វិញមានគំនិតផ្ទុយស្រឡះពីผู้ช่วยគង់ដូចមេឃនឹងដីព្រោះសម្ដីដែលគាត់បានបើកកកាយនៅចំពោះមុខលោកចៅវាយគុយនោះគឺគ្មានបំណងអ្វីក្រៅពីចង់ឲ្យผู้ช่วยគង់ងាកបែរដើរទៅរកផ្លូវត្រូវផ្លូវល្អនោះឡើយតាមឯកសារបានបញ្ជាក់ថាผู้ช่วยគង់ជាមនុស្សពុករលួយក្នុងសង្គមខ្មែរចូលចិត្តរំលោភលើស្ត្រីភេទទន់ខ្សោយឲ្យទទួលការឈឺចាប់ខ្លោចផ្សារាប់ស្ទើរមិនអស់មួយជំហានទៀតជននេះស្រឡាញ់បុណ្យស័ក្តិណាស់ហើយយកបុណ្យស័ក្តិនោះទៅជិះជាន់សង្កត់សង្កិនអ្នកស្លូតត្រង់ទៀតផងអំពើអនាថាទាំងប៉ុន្មានរបស់លោកผู้ช่วยគង់លោកចៅវាយគុយបានជ្រាបខ្លះដែរប៉ុន្តែលោកចង់អប់រំមនុស្សខិលខូចឲ្យស្គាល់កំហុសខ្លួនឯងដើរមករកផ្លូវត្រូវវិញទើបពុំមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរអ្វីចំពោះជនកំហុសនេះលោកចៅវាយគុយខំប្រើសង្គ្រាមចិត្តសាស្ត្រអប់រំទាហាននិងរាស្រែចម្ការពីបំណងរួមគឺបណ្ដេញទ័ពយួនឲ្យចេញផុតពីទឹកដីកម្ពុជាក្រោមដែលជាមរតករបស់ខ្មែរលោកចៅវាយគុយរៀបចំកម្លាំងទ័ពបានមាំមួនបន្តិចហើយក៏ប្រើសង្គ្រាមវាយឆ្មក់ទ័ពយួនរាល់រាត្រីដើម្បីរំខានវាមិនឲ្យដេកស្រណុកបានឧបាយកលនេះធ្វើឲ្យមេទ័ពយួនអង្លើក្តៅក្រហាយក្រពុលមុខដោយឈួតជ្រូកចេញប្រកាសប្រាប់ពួកយួនគ្នាវាថាបើអ្នកណាម្នាក់អាចកាត់ក្បាលចៅវាយគុយចាប់បានទាំងរស់វានឹងឲ្យរង្វាន់តាមបំណងហើយលើកតាំងជាមេទ័ពស្រួចលើដែនដីកម្ពុជាក្រោមនេះទៀតផងខណៈនោះមានអាកន្ទបម្នាក់ឈ្មោះអងបូស្ម័គ្រចិត្តចេញមុខរកអុកញ៉ាគុយដើម្បីកាត់ក្បាលយកមកជូនលោកមេទ័ពអង្លូវបានទទួលការតែងតាំងជាមេទ័ពហើយអងបូក៏នាំពលទាហានមួយចំនួនធំធ្វើដំណើរយ៉ាងកក្រឹកកក្រែងតម្រង់ឆ្ពោះទៅវត្តភ្នៅដូងដែលជាទីតាំងរបស់លោកចៅវាយគុយតែម្ដងមេទ័ពខ្មែរទាំងអស់បានប្រុងប្រៀបខ្លួនជាស្រេចគ្រាន់តែក្រឡេកឃើញទ័ពយួនមកដល់ភ្លាមក៏បញ្ជាទាហានឲ្យវាយទប់ទល់យ៉ាងបន្ទាន់ការប្រយុទ្ធបង្ហូរឈាមលើកនេះមានសភាពសាហាវនិងខុសខើណាស់មេទ័ពខ្មែរម្នាក់សុទ្ធតែបដូរស្លាប់បដូររស់រត់ចូលទៅប្របែកក្បាលយួនដាច់ពីស្មាធ្លាក់រពុយរលំដួលដូចរលើងដើមឈើទាំងឫសទោះបីឃើញពលសេនាងាប់ក៏ជើងលើគ្នាដូចដំបូកក៏អងបូមិនព្រមដកកងទ័ពថយដែរគិតរេស្រែកបញ្ជាឲ្យចូលកាប់សម្លាប់ខ្មែរសូម្បីតែព្រះសង្ឃក៏វាពុំទុកឲ្យរស់នៅបានមួយដង្ហើមឡើយការប្រយុទ្ធគ្នានេះបានប្រព្រឹត្តទៅអស់ជាច្រើនយប់ច្រើនថ្ងៃទ័ពយួនចេះតែមានជំនួយបន្តកន្ទុយគ្នាមិនចប់ចំណែកឯខាងខ្មែរយើងវិញកាន់តែលួសបន្តិចម្ដងដោយពុំមានព្រះមហាក្សត្រចាត់ទ័ពឲ្យទៅជួយស្រោចស្រង់សោះព្រឹត្តិហេតុទាំងនេះធ្វើឲ្យលោកចៅវាយគុយនឹកសង្វេគក្នុងចិត្តជាខ្លាំងតែពុំអាចនឹងថ្លែងប្រាប់ជនទី2ណាបានឡើយស្ថានភាពធ្ងន់ពាប់ផ្ទួនគ្នាពុំអាចនឹងទប់ទល់បានលោកចៅវាយគុយក៏បញ្ជាឲ្យមេទ័ពទាំងអស់វាយដកខ្លួនថយតាមក្បួនយុទ្ធសាស្ត្រមួយរយៈទៀតដើម្បីរងចាំទ័ពជំនួយពីខេត្តនានាទ័ពយួនកាលបើឃើញខ្មែរខ្សោយកម្លាំងដូច្នេះចារឹកវារឹតតែបង្ខំខ្លាំងឡើងដើម្បីពាត់ចាប់ចៅវាយគុយឲ្យបានទាំងរស់យកទៅជូតអង្លូវជាចៅវាយនេះរបស់វាមើលឯកយល់ហេតុការស្ទុះវឹងទៅតាំងមុខទ័ពយួនរួចលូកដៃទៅក្នុងថ្នាក់ចាប់ស្រូវមួយក្តាប់យ៉ាងណែនសូត្រគាថាបាច់បញ្ច្រាស់ខ្យល់កើតជាទ័ពសេះមួយចំនួនឈរត្រៀបត្រារាំងផ្លូវសត្រូវជាប់បន្ទាប់មកមេទ័ពដ៏ជំនាញនេះហក់វឹងទៅខាងឆ្វេងចាប់ក្របួចចុងស្មៅគួយចងជាច្រើនកន្លែងបង្កើតបានជាពលសេនាប្រដាប់ដោយដាវលំពែងឈរជាជួរតាមលក្ខណៈយុទ្ធសាស្ត្រពួកយួនឃើញដូច្នេះនឹកឆ្ងល់និងភ័យលួសប្រលឹងព្រោះការប្រយុទ្ធគ្នានៅក្នុងវត្តភ្នៅដងអបាញ់មីនេះទ័ពខ្មែរមានតិចតួចស្ដួចស្ដើងណាស់ឥឡូវម្ដេចក៏ច្រើនកកស្រទាប់ឈរទៅរៀបក្បាលគ្នាដោយស្រមោចយ៉ាងនឹងមេទ័ពអងបូយកដៃឆ្លីភ្នែកមួយសន្ទុះក៏ស្រែកបញ្ជាពលទាហានឲ្យចូលកាប់សម្លាប់យ៉ាងបន្ទាន់ទ័ពយួនចូលប្រឡូកកាប់សម្លាប់ទ័ពសិលរបស់មើលឯករលំដួលលាន់ស្នូតដោយរលើងដើមឈើទំហំ7អោបតែគ្មានឃើញខ្មោចទាហានខ្មែរម្នាក់សោះមេទ័ពអងបូនឹកមួម៉ៅក្តៅក្រហាយខ្លាំងណាស់ចំកោងខ្នងស្រែកបញ្ជាទ័ពឲ្យវាយលុកមួយសន្ទុះធំទៀតរហូតបែកញើសហូរសស្រាក់ចូលខ្លួនស្រាប់តែទ័ពសិលរលាយបាត់ស្រមោលអស់រលីងបន្ទាប់មកវាក៏បំបែកក្បាលទ័ពត្រឡប់ទៅបោះជំរំឈប់សម្រាកនៅក្នុងបរិវេណវត្តភ្នៅដងវិញពួកចៅឈ្លានពានបានលុកទន្ទ្រានកាប់កោះបំផ្លាញកុដិព្រះសង្ឃនិងទ្វារបង្អួចព្រះវិហារ
ឬយកគម្ពីរព្រះពុទ្ធសាសនានិងក្បួនមេត្រាអក្សរសាស្ត្រខ្មែរដុតកំទេចចោលយ៉ាងច្រាស់ជើងដើម្បីលុបបំបាត់អក្សរសាស្ត្រជាតិរបស់យើងបើងាកទៅតាមដានលោកចៅហ្វាយគុយវិញម្ដងឃើញគាត់កំពុងតែទទួលការឈឺចាប់ខ្លោចផ្សានាំពួកពលសេនារត់កាត់ព្រៃឆ្ពោះទៅរកទីដៅមួយថ្មីទៀតគាត់ដើរបណ្ដើរនិយាយលួងចិត្តកងទ័ពបណ្ដើរដើម្បីកុំឲ្យខូចទឹកចិត្តនឹងការទទួលបរាជ័យដ៏ជូរចត់នេះគឺគាត់សង្ឃឹមថាថ្ងៃណាមួយគង់តែកូនខ្មែរទាំងអស់ភ្ញាក់ស្មារតីឡើងកាន់កំបិតពូថៅកាប់ក្បាលពួកសត្រូវប្រទេសជាតិឲ្យវិនាសផុតពូជជាពុំខានគាត់នាំកងទ័ពដើរអស់រយៈពេល1យប់2ថ្ងៃទើបបានទៅដល់វត្តចេតិយដែលជាវត្តខ្មែរមានបរិស័ទចំណុះជើងវត្តជាច្រើនវត្តចេតិយមានបណ្ដោយប្រវែងជាង200ម៉ែត្រនិងទទឹងប្រវែងប្រហែល200ម៉ែត្រក្នុងវត្តមានព្រះសង្ឃបួសកាន់ព្រះពុទ្ធសាសនាចំនួន50អង្គតាមឯកសារវត្តចេតិយនេះជាកេរដំណែលរបស់លោកចៅហ្វាយគុយដែលបានផ្ដើមគំនិតសាងសង់ឡើងរួមជាមួយនឹងពួកពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីឧទ្ទិសកុសលថ្វាយចំពោះព្រះពុទ្ធសាសនាលោកចៅហ្វាយសឿនគុយជាវីរបុរសខ្មែរម្នាក់ស្អាតស្អំក្នុងរឿងតណ្ហាកាលគាត់នៅពីកំឡោះមានជនជាតិយួនជាច្រើននាក់បានលើកកូនក្រមុំយកមកជូនគាត់រាប់ក្បាលស្ទើរមិនអស់តែគាត់មិនព្រមយកជាដាច់ខាតទោះបីវាប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយគាត់បានចាំដកជាប់ក្នុងខួរក្បាលជានិច្ចថាសត្រូវយួននិងខ្មែរពិតជាពុំមានថ្ងៃនឹងបញ្ចប់បានឡើយកន្លងជាច្រើនឆ្នាំមកទៀតលោកក៏យល់ថាការរស់នៅម្នាក់ឯងគ្មានប្រពន្ធកូនប្រៀបបាននឹងផ្ទះគ្មានជញ្ជាំងបិទបាំងឬដំណើរគ្មានទិសដៅដូច្នេះគាត់ក៏សម្រេចចិត្តជាចុងក្រោយថាត្រូវតែរកគ្រួសារដើម្បីកសាងអនាគតដ៏រុងរឿងលោកអុកញ៉ាបានពឹងពាក់អ្នកចាស់ទុំក្នុងទីរួមខេត្តព្រះត្រពាំងឲ្យចូលទៅស្ដីដណ្ដឹងនាងកញ្ញាភឿនដែលជាកូនកសិករស្លូតត្រង់ម្នាក់នៅក្នុងភូមិចាប់ភ្លើងនាជើងវត្តរបងចេតិយធ្វើជាភរិយារហូតទៅដូច្នេះហើយនៅពេលលោកចៅហ្វាយគុយនាំទ័ពទៅដល់វត្តចេតិយភ្លាមគាត់ក៏ចូលទៅសំពះអនុញ្ញាតព្រះគ្រូចៅអធិការសូមឲ្យកងទ័ពស្នាក់អាស្រ័យនៅក្នុងទីវត្តជាបណ្ដោះអាសន្នសិនទម្រាំរកមូលដ្ឋានបានត្រឹមត្រូវរៀបចំគម្រោងការវាយបណ្ដេញសត្រូវឈ្លានពានពីទឹកដីក្រោយពេលដែលបានទទួលសេចក្តីយល់ព្រមពីព្រះគ្រូចៅអធិការហើយលោកចៅហ្វាយគុយអញ្ជើញចូលទៅក្នុងព្រះវិហារទៀតដើម្បីថ្វាយបង្គំព្រះពុទ្ធបដិមាដែលជាតំណាងព្រះពុទ្ធជាម្ចាស់សូមជ្រកកោនក្រមលុបបារមីព្រះអង្គនិងសូមជីកដីកប់អាវុធលាក់ទុកជាបណ្ដោះអាសន្នកុំឲ្យពួកសត្រូវយួនតាមរកឃើញបន្ទាប់មកគាត់បានប្រមូលអ្នកស្រុកមករួមប្រជុំបង្កើតជាគណៈកម្មការភូមិនិងអ្នកដើរឃោសនាណែនាំពន្យល់អប់រំបងប្អូនខ្មែរទាំងអស់ឲ្យស្គាល់តម្លៃនៃព្រះពុទ្ធសាសនាឲ្យគោរពព្រះពុទ្ធសាសនាព្រោះព្រះពុទ្ធសាសនាជាអង្គការដ៏ធំបំផុតក្នុងការបង្រួបបង្រួមគ្នាឲ្យសាមគ្គីចងគ្នាជាបាច់ជាធ្លុងមួយលោកចៅហ្វាយគុយបាននិយាយដាស់តឿនក្រានរំលឹកប្រជាពលរដ្ឋឲ្យបំផុសស្មារតីតស៊ូចាប់កាន់អាវុធក្រោកឡើងដើម្បីការពារភូមិស្រុកដេញកំចាត់ចោរយួនប្លន់ប្រទេសឲ្យវិនាសអស់ក្នុងពេលឆាប់នេះវិធានការដ៏ត្រជាក់របស់លោកចៅហ្វាយគុយពឹងផ្អែកទាំងស្រុងទៅលើព្រះពុទ្ធសាសនាជាមូលដ្ឋានបានផ្សព្វផ្សាយគ្រប់ភូមិស្រុកទាំងអស់បណ្ដាលឲ្យរាជខ្មែរទាំងប្រុសទាំងស្រីភ្ញាក់រលឹកចេះឈឺចាប់រត់ចូលមករួមកម្លាំងគ្នាជាមួយចៅហ្វាយគុយជាបន្តបន្ទាប់រៀងរាល់ថ្ងៃអ្នកខ្លះដែលមានទ្រព្យសម្បត្តិច្រើនបានធ្វើវិភាគទានជូនកងទ័ពជាតិដោយចិត្តស្មោះសរជ្រះថ្លាជាទីបំផុតក្នុងរយៈពេលតែ1ខែប៉ុណ្ណោះកងទ័ពលោកចៅហ្វាយគុយត្រូវកើនឡើង1ជា2ហើយមិនខ្វះស្បៀងអាហារចិញ្ចឹមទ័ពទៀតទេលោកបានចាត់មេបញ្ជាការនិងគ្រូគុនដាវដំបងជាច្រើនអ្នកឲ្យបង្ហាត់ពលទាហានដែលទើបនឹងស្ម័គ្រចិត្តចូលមកថ្មីដើម្បីឲ្យចេះក្បួនយុទ្ធសាស្ត្រវាយលុកលូនក្រាបក្នុងសង្គ្រាមស្រីៗនាំគ្នាសម្រួចដើរលំពេងបិទព្រួយទាំងយប់ទាំងថ្ងៃគ្មានខ្លាចនៅហត់រហូតបានទទួលលទ្ធផលក៏ដូចភ្នំងាកទៅមើលទ័ពលោកអន្សាសោមនិងមនោរស់ដែលចេញប្រតិបត្តិការរាល់ថ្ងៃបានលួចវាយឆ្មាក់ទ័ពសត្រូវពុំមានឈប់ឈរឡើយរីឯលោកម៉ឺនឯកនិងតាម៉ង់ដែលមានទឹកមុខក្រៀមស្រពោនដោយឈឺចាប់និងសង្គ្រាមបរាជ័យរបស់ខ្លួនមក1ខែហើយនោះពេលនោះហាក់មានកម្លាំងបន្តិចឡើងវិញព្រោះឃើញកងទ័ពខ្មែរយ៉ាងច្រើនកកកំពុងបញ្ចេញសកម្មភាពរស់រវើកដើម្បីប្រឆាំងទប់ទល់នឹងសត្រូវរួមតាម៉ង់សម្លឹងមើលទៅពលទាហានមួយត្រួសរួចងាកមកញញឹមដាក់ម៉ឺនឯកព្រមទាំងបន្លឺវាចាដោយរន្ធត់ចិត្តលោកម៉ឺនឯកខ្ញុំស្ដាយណាស់ដោយវិធានការរបស់យើងយឺតយូរបន្តិចទៅពួកសត្រូវវាចូលលុកលុយពីសពេញស្រុកយើងយ៉ាងនេះ
ម្យ៉ាងទៀតទ័ពរដ្ឋាភិបាលមកជួយយើងក៏មិនកើតដែរព្រោះយួនវាបានស្កាត់ផ្លូវរួចជាស្រេចទៅហើយម្ដងនេះយើងពិបាកសង្ឃឹមណាស់ភូមិភាគដែនដីកម្ពុជាក្រោមទាំងមូលយួនវាយកបានស្ទើរតែគ្រប់កន្លែងទាំងអស់ទៅហើយប៉ុន្តែបើបងប្អូនយើងចេះរួបរวมសាមគ្គីគ្នាដោយពេលនេះរហូតទៅខ្ញុំនៅតែសង្ឃឹមនិងជឿជាក់ថាយើងប្រកាសជាអាចរំដោះយកខេត្តព្រះត្រពាំងបានមកវិញជាមិនខានលោកមើលឯកងក់ក្បាលដាក់ត្មងហើយចោលកន្ទុយភ្នែកសម្លឹងទៅមើលជើងមេឃឆ្ងាយដាច់សង្វែងហាក់បញ្ជាក់ន័យថាសេចក្តីសង្ឃឹមមានប្រកាសមែនតែស្ថិតនៅឆ្ងាយសន្លឹមណាស់មួយសន្ទុះធំទៅមើលឯកបន្ធូរខ្យល់អាក់អួលចេញពីផែនទ្រុងរួចពោលពាក្យមួយម៉ាត់យ៉ាងច្បាស់លាស់ទៅកាន់មិត្តចិត្តមួយខ្ញុំមិនត្រឹមតែស្ដាយស្រណោះប៉ុណ្ណោះទេក្នុងមួយជីវិតខ្ញុំនេះខ្ញុំទទួលការជឿចាប់ផ្ទួនគ្នាហួសប្រមាណចិត្តខ្ញុំចង់ច្បាំងជាមួយយួនតែម្នាក់ឯងទោះបីត្រូវស្លាប់ដោយសត្វពន្លត់ក៏ខ្ញុំមិនស្ដាយដែរព្រោះឆាកជីវិតរបស់ខ្ញុំជូរចត់តាំងពីក្មេងមកកាលនោះគ្រាន់តែខ្ញុំដឹងក្តីឡើងភ្លាមចៅយួនវាបានសម្លាប់គ្រួសារខ្ញុំអស់មួយផ្ទះសូម្បីតែប្អូនស្រីរបស់ខ្ញុំដេកក្នុងអង្រឹងក៏វាមិនទុកឲ្យរស់រានមានជីវិតដែរដោយខ្ញុំទទួលការជឿចាប់និងអំពើចុងខ្នងរបស់វាដូច្នេះហើយបានជាខ្ញុំស្ម័គ្រចិត្តចូលធ្វើទាហានតាំងពីអាយុ10ឆ្នាំម្លេះតាំងពីពេលនោះរហូតមកដល់ពេលនេះខ្ញុំធ្លាប់ចូលប្រឡូកក្នុងសង្គ្រាមរាប់មិនអស់ទេហើយក៏ពុំដែលត្រូវរបួសម្ដងណាផងឥឡូវនេះទឹកចូលដល់ច្រមុះយើងហើយទោះបីមួយជំហានស្លាប់ក៏ខ្ញុំមិនរាថយដែរលោកតាម៉ងខ្ញុំយល់ឧត្តមគតិនិងទឹកចិត្តស្នេហាជាតិរបស់លោកយ៉ាងពិតប្រាកដណាស់ហេតុនេះយើងទាំងពីរនាក់ត្រូវតែរួមដៃបដូរស្លាប់រស់ជាមួយគ្នាខ្ញុំសង្ឃឹមថាផែនការសម្ងាត់របស់យើងដែលបានបង្កប់នៅគ្រប់ទីកន្លែងនោះប្រកាសជាបានជោគជ័យពុំខានតាម៉ងក្រវីក្បាលមួយដូចអស់សង្ឃឹមហើយពោលពាក្យបញ្ជាក់ប្រាប់មើលឯកម្ដងទៀតលោកមើលឯកនិយាយអំបញ្ញមិញនេះត្រូវណាស់ប៉ុន្តែនៅមានចំណុចខ្លះដោយដែលខ្ញុំធ្លាប់និយាយប្រាប់លោកតាំងពីដើមរៀងមកថាគម្រោងការសម្ងាត់របស់យើងបែកធ្លុះធ្លាយទៅបានក៏ដោយសារតែមនុស្សម្នាក់ប៉ុណ្ណោះដោយលោកជ្រាបស្រាប់ហើយប៉ុន្តែថ្ងៃចុងក្រោយនេះខ្ញុំឃើញទឹកមុខលោកចៅវាយយើងស្រងុកស្រងាត់ហើយដល់ខ្ញុំលួចសួរគាត់ទៅគាត់បានខ្សឹបប្រាប់ខ្ញុំថាយួនបានដឹងផែនការសម្ងាត់របស់យើងច្រើនណាស់ហើយវាចាត់ការទប់ទល់យ៉ាងបន្ទាន់ផងលោកមើលឯកភ្ញាក់ខ្លួនព្រឺតដោយគេចាប់កន្ត្រាក់បញ្ជាក់សួរតំងថាលោកចៅវាយដឹងព័ត៌មាននេះមកពីណាមកគឺដឹងពីអ្នករាយការណ៍សម្ងាត់របស់យើងណាបើតាមខ្ញុំស្មានប្រកាសជាមិនខុសទេប៉ុន្តែនិយាយប្រាប់គេគ្មានអ្នកណាយកចិត្តទុកដាក់សោះពោលឲ្យខ្លីបើយើងមិនសម្លាប់ភូជួយគង់ក្នុងកលៈទេសៈនេះទេយើងប្រកាសជាត្រូវទទួលបរាជ័យគ្រប់សមរភូមិហើយតែយើងគួរទុកមនុស្សម្នាក់ឲ្យរស់ដើម្បីជាតិស្លាប់ឬក៏សម្លាប់មនុស្សម្នាក់ដើម្បីជាតិរស់លោកមើលឯកឃើញភ្លើងកំហឹងតាម៉ងឆាបឆេះពុះពោដល់កម្រិតគាត់ក៏អោនមុខចុះសេញចឹងគិតមួយសន្ទុះទើបនិយាយគំនិតដ៏ខ្មៅក្រខ្វក់របស់ភូជួយគង់ខ្ញុំដឹងខ្លះមែនតែរកចាប់ផោះតាំងពិតប្រកាសមិនបានដូច្នេះបើយើងសម្លាប់ភូជួយគង់ក្នុងពេលនេះភ្លាមទៅក្រែងនាំឲ្យមានការសោកស្ដាយក្រោយប៉ុន្តែបើថ្ងៃណាយើងចាប់បានឯកសារជាក់ស្ដែងរបស់វាគឺយើងមិនទុកវាឲ្យរស់បានមួយដង្ហើមយ៉ាងដាច់ខាតតាម៉ងដកដង្ហើមធំលាន់ខូហើយពន្យល់មើលឯកថែមទៀតមនុស្សលាក់ពុតត្រាំពឹសស៊ីរូងផ្ទៃក្នុងរបៀបភូជួយគង់នេះយើងពិបាកនឹងចាប់ផោះតាំងរបស់វាបានជាក់ស្ដែងណាស់ព្រោះវាជាឆ្មាលាក់ក្រចកយកការលុតក្រាបជាត្រីមុខកាលពីថ្ងៃមុនវាបានប្រឌិតពាក្យមូលបង្កាច់យ៉ាងឧក្រិដ្ឋជម្រាបលោកអុកញ៉ាថាខ្ញុំប្រមាថមើលងាយបុណ្យស័ក្តិរបស់វាហើយចង់សម្លាប់វាចោលទៀតពេលនោះបើគុំតែលោកអុកញ៉ាយល់ច្បាស់ពីទឹកចិត្តស្មោះត្រង់របស់ខ្ញុំចំពោះជាតិកុំអីប្រហែលជាស្លាប់ដោយអយុត្តិធម៌ទៅហើយសូមលោកមើលឯកជួយកត់ត្រានិងចាំជាក់ក្នុងចិត្តចោះបើខ្ញុំមិនស្លាប់ក្នុងសង្គ្រាមទេថ្ងៃណាមួយក៏គង់តែត្រូវស្លាប់ដោយបាត់ដៃប្រឡាក់ឈាមរបស់ភូជួយគង់ដែរសប្តាហ៍ថ្ងៃនេះវាកំពុងតែស្ថិតក្នុងលក្ខណៈជាខ្លាចាស់ចាំសិលយ៉ាងប្រកបលោកមើលឯកនិងតាម៉ងកំពុងតែវែកញែកអាចកំបាំងឆ្កឹះរកក្រយៅក្បត់របស់ភូជួយគង់ស្រាប់តែមានទាហានម្នាក់ដែលចូលមកជម្រាបថាព្រះតេជគុណលោកអុកញ៉ាសូមអញ្ជើញព្រះតេជគុណទៅជួបជាប្រញាប់ព្រោះមានរឿងសំខាន់ណាស់ទៀនប្រោសលោកមើលឯកនិងតាម៉ងស្ដាប់ឮហើយក៏ប្រញាប់នាំគ្នាដើរឆ្ពោះទៅជំរុំលោកអុកញ៉ាជាបន្ទាន់លោកអុកញ៉ាឃើញសេនាចំណិតទាំងពីរនាក់មកដល់ក៏មានប្រសាសន៍ទាំងទន់ភ្លន់ថាតាមព័ត៌មានពីអ្នកស៊ើបការសម្ងាត់របស់យើង
បានមកឲ្យអំបញ្ញមិញនេះបញ្ជាក់ថាទ័ពយួនអង្គបូដែលបោះជំរំនៅវត្តភ្នៅដងនោះវាកំពុងតែរៀបចំពិធីជប់លៀងមួយយ៉ាងកក្រែកកក្រែងដើម្បីរំលឹកថ្ងៃជោគជ័យរបស់វាលើទីរួមខេត្តព្រះត្រពាំងជើងវានាំគ្នាស្រែកហូកញ្ជ្រៀវត្រហឹងអើងកងចូលរកទន្ទ្រានក្នុងព្រះវិហារវាកំទេចព្រះពុទ្ធបដិមាហើយយកដែកបោះព្យួរក្នុងព្រះអស់ព្រះអង្គធំរួចយកឆ្អឹងឆ្កែឆ្មាគោក្របីទៅចងព្យួររនេងរណោងក្នុងន័យមើលងាយព្រះពុទ្ធសាសនាយើងជាទីបំផុតឥឡូវនេះយើងត្រូវតែរកមធ្យោបាយដោះស្រាយឲ្យទាន់ពេលវេលាតាម៉ងស្ដាប់ប្រសាសន៍លោកអុកញ៉ាចប់ភ្លើងកំហាំងឆេះឆួលដល់កម្រិតស្ទុះក្រោកឡើងបញ្ចេញយោបល់ភ្លាមអំពើព្រៃផ្សៃរបស់ពួកវាក្នុងខណៈនេះមិនអាចអត់ទ្រាំតទៅទៀតបានទេដាច់ខាតត្រូវតែលើកទ័ពទៅកំទេចឲ្យវិនាសក្នុងពេលនេះជាបន្ទាន់តាម៉ងនិយាយចប់មើលឯកក៏បន្តថែមទៀតតាមគំនិតខ្ញុំគឺត្រូវតែអនុវត្តតាមយោបល់របស់លោកតាម៉ងព្រោះពេលនេះវាកំពុងតែស៊ីផឹកស្រវឹងភ្លេចខ្លួនយើងអាចវាសន្ធប់យកជ័យជំនះបានដោយងាយបើព្រឹត្តិការណ៍រុញមកឲ្យហើយយើងមិនព្រមអនុវត្តនោះថ្ងៃក្រោយប្រកាសជាពុំអាចរកកលៈទេសៈដ៏ល្អនេះបានទៀតទេយោបល់របស់លោកមេទ័ពទាំងពីរធ្វើឲ្យលោកចវាយគុយពេញចិត្តខ្លាំងណាស់លោកញញឹមក្នុងន័យសង្ឃឹមហើយងាកទៅរកភូជួយគង់រួចបញ្ជាក់ថាលោកភូជួយសូមលោកប្រញាប់ធ្វើសារមួយផ្ញើដំណឹងទៅជូនលោកទេសាសោមនិងលោកមនុស្សរស់ឲ្យបានជ្រាបពីដំណឹងនេះផងព្រោះទ័ពយើងត្រូវចេញដំណើរឆ្ពោះទៅវត្តភ្នៅដងក្នុងពេលឥឡូវនេះហើយចប់បញ្ជាលោកអុកញ៉ាមើលឯកនិងតាម៉ងក៏ចាក់ចេញពីអង្គប្រជុំទៅកាន់ជំរំទ័ពរៀងៗខ្លួនដើម្បីប្រមូលទ័ពចេញដំណើរទៅកាន់សមរភូមិលោកអុកញ៉ារៀបចំគ្រឿងសាស្ត្រាវុធនិងផ្លាស់សម្លៀកបំពាក់រួចកងទ័ពក៏ស្រែកហូកញ្ជ្រៀវ3ដងដើម្បីប្រសិទ្ធិផលជ័យហើយចេញដំណើរយ៉ាងស្ងាត់ស្ងៀមឆ្ពោះទៅកាន់រកទិសដៅតាមឯកសារបញ្ជាក់យ៉ាងច្បាស់ថានៅពេលដែលកងទ័ពស្នេហាជាតិខ្មែរយើងធ្វើដំណើរទៅជិតដល់ជំរំចៅយួនអង្គបូដែលតាំងនៅក្នុងបរិវេណវត្តភ្នៅដងនោះស្រាប់តែមេឃមីងងឹតខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងរន្ទះបាញ់ក៏ក្រៅប្រតិពីភ្លៀង3មេយ៉ាងធំបង្អុរចុះមកទាំងកណ្ដាលខែប្រាំងក្តៅហួតហែងហាក់ដូចជាទសបារមីនៃព្រះអង្គវត្តភ្នៅដងដាក់បណ្ដាសាដល់ពួកចៅប្លន់ទឹកដីដែលចូលជន់ឈ្លីវត្តអារាមដុតបំផ្លាញព្រះពុទ្ធសាសនាដ៏ជាទីគោរពរបស់ខ្មែរយើងលោកអុកញ៉ាមិនទុកពេលឲ្យពួកចៅយួនដឹងខ្លួនទាន់ឡើយគាត់ក៏បញ្ជាទ័ពវេលោកជាបន្ទាន់ទ័ពយួនដែលស្រវឹងស្រាដួលដេកកជើងលើគ្នាដោយសត្វធាតុនោះក្រឡេកឃើញទ័ពខ្មែររត់សម្រុកចូលទៅក៏ខំក្រោកប្រវេប្រវាចាប់អាវុធប្រយុទ្ធតទល់ទាំងប្រថុយស្បែកចំណែកមេទ័ពអង្គបូវិញឃើញទាហានខ្មែរបញ្ចេញអាកប្បកិរិយាអង្អាចកាប់សម្លាប់ពលសេនារបស់វាស្លាប់ដោយគេហាលឈាមហូរឆ្អាបហួងស្ទើរគ្រប់កំអួតពំបាននោះក៏ភ័យស្លាំងមុខស្វាងស្រាមួយរំពេចលោកមើលឯកនិងតាម៉ងមិនបង្អង់ដៃឲ្យខាតពេលវេលាទេគេនាំគ្នាបង្ហើរផ្លែដាវដមុតកាត់ផ្ដាច់ក្បាលចៅយួនពីមួយទៅមួយដាច់ធ្លាក់ពីស្មាជ្រុះរពុយរាប់កន្លះថ្ងៃស្ទើរមិនអស់មេទ័ពរបស់អង្គបូក្រឡេកឃើញមើលឯកសាហាវដោយខ្លាត្រូវរបួសក៏ហូតដាវហក់ផ្លាញមកពីចម្ងាយហើយយាកាប់វឹបពុំបង្អង់ដៃដើម្បីប្រឡាយមេទ័ពខ្មែរដល់កំពូលនេះតាម៉ងក្រឡេកឃើញទាន់លូតវឹងពីចម្ងាយជាដាវបាញ់ឆោតឆ្វេងកាប់ស្ដាំវឹបពីរដងផ្ទួនគ្នាដងខ្លួនមេទ័ពរងអង្គបូត្រូវដាច់ជាពីរកំណាត់ស្លាប់តៃហោងភ្លាមមួយរំពេចអង្គបូក្រឡេកឃើញមេទ័ពរងស្លាប់ដោយសត្វពន្លាត់យ៉ាងនេះភ័យញ័រខ្លួនទៅត្រឹករត់ឆ្លេឆ្លាបំរុងរកច្រកដាក់មេផាយរត់ប្រះអាយុតែលោកចវាយគុយក្រឡេកឃើញទាន់ក៏ស្ទុះវឹងដេញតាមកាត់ពីក្រោយអង្គបូយល់ស្ថានភាពធ្ងន់ពាប់ដែលពុំអាចរំដោះខ្លួនរួចក៏បែរមុខមកបញ្ចេញចង្កូមដល់កាយសាហាវដាក់លោកអុកញ៉ាហើយយាតដាវក្រវីវិលខ្ញាល់កាប់ផ្ទួនគ្នាពុំឈប់ឈរលោកអុកញ៉ាបញ្ចេញក្បាច់យុទ្ធសាស្ត្ររហ័សដោយផ្លេចបន្ទូក្រវីដាវឃើញតែពន្លឺសព្រាតបង្ខំឲ្យមេទ័ពយួនលូតកិច្ចវក់វីហត់ក៏ខុសដកដង្ហើមស្ទើរពុំដល់គ្នាដោយពុំអាចទប់ទល់នឹងកម្លាំងដាវរបស់លោកអុកញ៉ាបានមេទ័ពយួនត្រចៀកសក៏រត់បោះពួយលឿនស្លៅសម្ដៅទៅមុខព្រះវិហារតែទោះជាយ៉ាងណាក៏ប្រមុខខេត្តព្រះត្រពាំងមិនអនុញ្ញាតឲ្យវារត់រួចជាដាច់ខាតលោកប្រញាប់រត់វឹងតាមពីក្រោយហើយយាដាវកាប់វឹបត្រូវស្មាអង្គបូដាច់សាច់ហូរឈាមមកក៏ក្លាក់ដូចអាកមន់ជនអាសេរពើឈឺចាប់ខ្លាំងណាស់ក៏ងាកមកចាត់តបតវិញទាំងកំរល់4ជ្រុងលោកអុកញ៉ាឃើញខ្លាចង្គមពឹសកំពុងតែត្រដោកខ្យល់រកស្លាប់គាត់ក៏ប្រញាប់លោតហក់ថយក្រោយមួយចំហៀនយាដាវកាប់ពីក្រោយរះឡើងលើកាត់យកដៃឆ្វេងមួយចំហៀងរបស់មេទ័ពប្លន់ទឹកដី
បណ្ដាលឲ្យវាឈឺចុកចាប់ស្រែកររំពងអាកាសអង្គបូក្តៅចិត្តណាស់ស្ទុះចូលចាក់លោកអុកញ៉ាទាំងទទឹងទៅតែវីរៈបរិះខ្មែរកិច្ចផុតហើយវត្តសងមួយដាវខ្វាប់ចំឆ្អឹងចំណីរបស់វាបណ្ដាលឲ្យធ្លាយពោះវៀនដួលទៅធាក់ជើងញ័រទៅត្រឹកប្រកាច់ស្លាប់យ៉ាងទង្ហោះរោគតែស្រែកមួយម៉ាត់ក៏មិនទាន់ផងលោកអុកញ៉ាអោនកាត់ក្បាលអាមេចៅឆ្លៀនពីនរួចបោះចំហៀនបំរុងនឹងវិលត្រឡប់ទៅរកកងទ័ពជាតិវិញស្រាប់តែឮសូរសន្ធឹកខ្យល់បក់វវោមកពីក្រោយគាត់ក្រឡេកទៅឃើញទាហានយន្តម្នាក់កាន់ដាវសស្ញាចហក់មកពីចម្ងាយភ្ជង់ដាវចាក់តម្រង់គាត់បំរុងទម្លាយផ្ទាំងទ្រូងដើម្បីសងសឹកជំនួសគ្នាវាតែលោកអុកញ៉ារហ័សណាស់គាត់ផ្ដួលខ្លួនប្រមៀលពី3ត្រឡប់រួចស្ទុះក្រោកឡើងកាប់សងវិញពុំបង្អង់ដៃបង្ខំឲ្យទាហានយួនចង្រៃត្រូវរបួសឈាមហូរចូលខ្លួនទន់ជង្គង់ដួលស្លាប់ទាំងបិទភ្នែកមិនជិតលោកមិនឯកនិងតាម៉ងនាំទ័ពវាប្រហារចៅយួនស្លាប់នឹងរត់ប្រាស់អាយ៉ូអស់ហើយក្រឡេករកលោកចវាយក្នុងទីសមរភូមិភូមិឃើញគាត់ព្រួយបារម្ភក្នុងចិត្តខ្លាំងណាស់បញ្ជាទ័ពឲ្យនាំគ្នាស្កាត់រកជាបន្ទាន់លុះទៅដល់មុខព្រះវិហារស្រាប់តែក្រឡេកឃើញគាត់កំពុងតែយួរក្បាលមេទ័ពអង្គបូជូតផ្លែដាវដែលប្រឡាក់ឈាមញាត់ចូលទៅក្នុងស្រោមហើយងាកមកញញឹមពព្រាយដាក់ពលទាហានទាំងអស់គ្នាដោយជោគជ័យទាំងនេះបានមកយ៉ាងត្រចះត្រចង់បង្កើនស្មារតីកងទ័ពខ្មែរស្នេហាជាតិឲ្យមានសន្ទុះចិត្តអង់អាចមួយកម្រិតទៀតដើម្បីវាយបណ្ដេញក្បាលពួកចៅប្លន់ប្រទេសជាតិមាតុភូមិឲ្យចេញផុតពីទឹកដីខ្មែរអព្យាក្រឹតនិយមព្រះពុទ្ធសាសនាកងទ័ពជាតិមកជួបជុំគ្នាអស់ហើយស្រែកជ័យយ៉ាខុសមួយឃ្លាបានបណ្ដើរឡើងយ៉ាងកងរំពងជ័យយូលោកចវាយគុយវីរៈបរិះខ្មែរកម្ពុជាក្រោមដ៏ក្លាហានជ័យយូលោកចវាយគុយវីរៈបរិះខ្មែរកម្ពុជាក្រោមដ៏ក្លាហានជ័យយូលោកចវាយគុយវីរៈបរិះខ្មែរកម្ពុជាក្រោមដ៏ក្លាហានក្រោយពីកាត់ក្បាលមេទ័ពយួនអង្គបូបានហើយចវាយគុយក៏ចាត់ចែងបោះជំរំទ័ពនៅក្នុងអវត្តភ្នូដងបន្តទៅទៀតលោកខំអប់រំពលទាហាននៅខាងក្នុងនិងពលទាហានដែលតាំងនៅគ្រប់ភូមិស្រុកឲ្យស្គាល់ច្បាស់ពីប្រវត្តិពុជខ្មែរអ្នកជាដើម្បីរួបរวมកម្លាំងគ្នាចេញកម្ចាត់ចៅយួនចេញពីទីរំខេត្តព្រះត្រពាំងលោកបានពន្យល់ប្រាប់បងប្អូនខ្មែរពីសាវតាដ៏ថោកទាបរបស់ជនជាតិយួនដែលមានចិត្តជាចៅដើរប្លន់ទឹកដីគេគ្រប់ទីកន្លែងតួយ៉ាងដូចជាប្រទេសចម្ប៉ានិងប្រទេសខ្មែរយើងជាដើមបន្ទាប់ពីបានដើរអប់រំប្រជាពលរដ្ឋក្នុងស្រុកស្រែចម្ការហើយលោកចវាយគុយរៀបចំកងទ័ពដាក់បន្ថែមគ្រប់ទីកន្លែងព្រោះលោកយល់ច្បាស់ថាការទទួលបរាជ័យនិងបាត់បង់មេទ័ពយួនដ៏ជំនាញក្នុងពេលនេះប្រកាសជាធ្វើឲ្យអង្គលើក្តៅក្រហាយហក់មកទាំងភ្នែនពុំខានលោកចាត់អ្នកជំនាញការជាច្រើនឲ្យរចនាគ្រឿងអាវុធដាវលំពែងនិងកបិតព្រួញបន្ថែមទៀតដើម្បីកុំឲ្យខ្វះខាតក្នុងការធ្វើសង្គ្រាមវិលុកដណ្ដើមយកទីរំខែលព្រះត្រពាំងនាពេលខាងមុខនេះលោកមេបញ្ជាការឈ្មោះមនោរស់នៅគ្រប់គ្រងកងទ័ពតាមជ័យដែនលោកទេសាសោមឲ្យកាន់ទ័ពនៅក្នុងស្រុកប្រជុំពលស្រុកនេះអ្នកកម្ពុជាក្រោមនាំគ្នាហៅរត់មាត់ថាស្រុកបន្ទាយក្រតែចូលមកក្នុងសម័យប្រធានាធិបតីងៅដិនជាមគេផ្លាស់ឈ្មោះស្រុកនេះទៅជាយួនអស់ទៅហើយចំណែកមើលឯកនិងថ្មងលោកចវាយគុយឲ្យកាន់ជាមេទ័ពស្រួចនៅកណ្ដាលសម្រាប់ការពារផ្ទៃក្នុងនិងបញ្ជាការទូទៅក្រោយពេលដែលលោកចវាយសិនគុយវាដណ្ដើមយកវត្តភ្នូដងបានមកវិញយួនតែងតែចាត់ពួកវាឲ្យដើរបញ្ចុះបញ្ចូលបងប្អូនខ្មែរតាមរបៀបចិត្តសាស្ត្រហើយក្រុមមួយទៀតវាឲ្យដើរបញ្យលប្រាប់រាជខ្មែរយើងឲ្យស្អប់លោកចវាយគុយពួកយួនបញ្យលថាចវាយគុយជាជនចោមសៀតក្បត់ជាតិមាតុភូមិបង្កើតជាបកពួកដើរប្លន់គ្រប់កន្លែងកាប់សម្លាប់តែបងប្អូនខ្មែរគ្នាឯងពេលនេះពួកវាបានមកជួយបងប្អូនខ្មែរឲ្យរួចពីគ្រោះថ្នាក់ចោលប្លន់ហើយរាល់ថ្ងៃការប្រយុទ្ធគ្នារវាងយួននិងខ្មែរលុះពេលតិចណាស់ដែលមុខដាវគ្មានប្រឡាក់ឈាមថ្ងៃវាឲ្យទាហានវាដើរឃោសនាតាមភូមិខ្មែរដល់យប់វាក្លែងខ្លួនជាចោរប្លន់លួចទ្រព្យសម្បត្តិកាប់សម្លាប់ខ្មែរចាប់កូនក្រមុំខ្មែរយកទៅធ្វើបាបហើយសម្លាប់ចោលតាមអំពើចិត្តរួចវាឲ្យពួកវាដើរឃោសនាបន្តទៅទៀតថាការប្លន់សម្លាប់បងប្អូនខ្មែរនេះគឺជាពួកចវាយគុយទាំងអស់សូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែនថ្ងៃណាមួយវានាំគ្នាដុតបំផ្លាញផ្ទះសម្បែងបងប្អូនហើយនេះជារឿងហូរទឹកភ្នែកមួយដែលបងប្អូនខ្មែរកម្ពុជាក្រោមសពថ្ងៃបៀមខ្ទុះឈាមរាប់សតវត្សមកហើយដោយសារតែអំពើបង្វែរដានរបស់យួនចង្រៃនេះដូច្នេះហើយបានជាបងប្អូនខ្មែរនៅកម្ពុជាក្រោមការទម្លាប់មួយគឺមិនឲ្យស្ត្រីខ្មែរយកប្តីយួនទាល់តែសោះទោះបីមានភ្លាត់មួយក៏អ្នកនោះច្រើនឆ្លក់វង្វេងដោយការបង្វិលរបស់ពួកវាតែប៉ុណ្ណោះហើយត្រូវសង្គមខ្មែរកាត់ផ្ដាច់ផងដែរ
នេះជ័យពីតបខ្មែរយើងនៅវត្តភ្នោតដូងម្ដងទៀតកាលបើបានគ្នាចោះចូលរួមកម្លាំងច្រើនហើយមានមេកោយខ្លះរកម្មរកោជាមួយគ្នារហូតដល់ទៅមើលមុខគ្នាលែងត្រង់តែម្ដងខ្លះសង្គ្រឹះថ្មិញដាក់គ្នាចង់ស៊ីសាច់គ្នាទាំងរស់ព្រោះតែនិយមការច្រណែនឈ្នានេះគ្នាលោកតាម៉ងដៃគូលោកម៉ឺនឯកដែលមានចិត្តស្មោះត្រង់ចំពោះជាតិត្រូវស្លាប់យ៉ាងអាតកំបាំងស្លាប់ដោយមានភ្នាក់ងារឯងលួចសម្លាប់តែមិនដឹងជាមកពីរឿងហេតុអ្វីលោកចវាយគួយឲ្យគេស៊ើបអង្កេតរកមុខអ្នកសម្លាប់តាម៉ងក៏រកមិនឃើញទាល់តែសោះលោកមានការសោកស្ដាយនិងអន្ទះអន្ទែងក្នុងចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់មេបញ្ជាការដ៏ស្មោះត្រង់ម្នាក់នេះតាមឯកសារបញ្ជាក់ថាលោកតាម៉ងស្លាប់នៅពេលថ្ងៃត្រង់ខាងកើតវត្តភ្នោដូងស្រុកកញ្ជោងផ្សារពេលដែលលោកចវាយគួយប្រជុំមេបញ្ជាការគ្រប់គ្នាស្រាប់តែបាត់តាម៉ងម្នាក់ឯងមិនឃើញមកប្រជុំសោះលោកចវាយក៏ចាត់ឲ្យដើររកគ្រប់ច្រកល្ហអស់កន្លះថ្ងៃស្រាប់តែឃើញសពលោកតាម៉ងដេកស្ដោកខ្លួនជាំខ្មៅនៅក្រោមដើមស្លែងចម្ងាយប្រហែល300ម៉ែត្រពីជំរំវត្តភ្នោដូងការសម្លាប់បិទបុកនេះរកកត់សម្គាល់មិនបានទេភូជួយគង់និងតាម៉ងធ្លាប់ទាស់ទែងគ្នាពីដើមមកមែនពេលនេះបើថាភូជួយគង់លបងយកទៅសម្លាប់ក៏ថាមិនត្រូវដែរព្រោះថ្ងៃនេះភូជួយគង់អត់មានចេញដើរទៅណាឆ្ងាយដូចជាថ្ងៃមុនឡើយបើចេញដើរទៅឆ្ងាយក៏មិនកំបាំងពីភ្នែកលោកម៉ឺនឯកដែលជាអ្នកឃ្លាំមើលការក្បត់របស់វាដែរពេលមុនភូជួយគង់បាត់មែនតែគេបានសុំច្បាប់លោកចវាយដើរអប់រំអ្នកស្រុកនិងបំពេញបេសកកម្មផ្សេងតាម៉ងស្លាប់នេះធ្វើឲ្យពលទាហានទាំងអស់ខ្លាចផ្សាគ្រប់គ្នាព្រោះមនុស្សល្អពុំគួររស់មិនបានយូរដូចនេះសោះចំណែកលោកម៉ឺនឯកវិញកាលបើតាម៉ងចិត្តមួយថ្លើមមួយស្លាប់ដោយខ្មោចតៃហោងយ៉ាងនេះលោកសម្រេចចិត្តថាត្រូវតែសម្លាប់ភូជួយគង់សងសឹកជំនួសតាម៉ងឲ្យបានលោកម៉ឺនឯកនឹកឃើញសម្ដីតាម៉ងនិយាយថាបើខ្ញុំមិនស្លាប់ដោយសារសង្គ្រាមទេគឺប្រកាសជាស្លាប់ដោយសារឧបាយកលរបស់ភូជួយគង់ជាមិនខានសម្ដីនេះបើម៉ឺនឯកនាំយកទៅជម្រាបលោកអុកញ៉ាទៅក៏គ្មានផុសតាងជាក់ស្ដែងអាចឲ្យលោកជឿបានដែរម្យ៉ាងទៀតនាំឲ្យលោកចោទថាគាត់ជាមេខ្លោងនាំបបាច់បបាក់សាមគ្គីផ្ទៃក្នុងទៀតផងសំបើភូជួយគង់ជាចំណិតរបស់លោកអុកញ៉ាស្រាប់វាអាចនិយាយបញ្ចេញបញ្ចូលស្រេចតែក្បាលចិត្តទៀតផងមូលហេតុទាំងនេះហើយដូចមានទ្រឹស្ដីអន្តរជាតិមួយពោលថាភាសារបស់ថៃបកពីរោះហើយឆ្ងាញ់ច្រើនតែរស់នៅក្បែរបល្ល័ង្កការគិតច្រើនប្រការនេះម៉ឺនឯកចង់វល់អស់មិនដឹងជាសម្រេចចិត្តដើរផ្លូវណាមួយឲ្យស្រួលទេបើមិនប្រាប់ទៅការឈឺចាប់ក្នុងផ្លូវចិត្តប្រកាសជាគ្មានថ្ងៃចប់ឡើយបើកិច្ចខ្លួនចេញពីទីនេះហើយសុកចិត្តដើរច្បាំងជាមួយយួនម្នាក់ឯងស្លាប់រស់ប្រសើរជាងការរស់នៅក្នុងសង្គមខ្វះអយុត្តិធម៌ដែរលោកម៉ឺនឯករត់ចេញពេលនេះមានការសោកស្ដាយលោកអុកញ៉ាខ្លាំងណាស់ព្រោះគាត់ជាវីរបុរសខ្មែរដ៏ជាគំរូមានចិត្តស្មោះត្រង់ចំពោះជាតិយ៉ាងពិតប្រាកដលោកម៉ឺនឯកដែលចេញពីទីនោះពុំមានឲ្យនរណាដឹងម្នាក់ឡើយឯកសារបានបញ្ជាក់ថាលោកម៉ឺនឯករត់ទៅបង្កទ័ពនៅស្រុកបាសាក់ហើយបន្តការកាប់សម្លាប់ពួកយួនយ៉ាងអង់អាចនៅក្នុងកងទ័ពខ្មែរមានការចលាចលយ៉ាងខ្លាំងដោយបាត់បង់មេទ័ពខ្លាំងពូកែ2នាក់យ៉ាងអាចកំបាំងជាបន្តបន្ទាប់គ្នាលោកចវាយគួយពីដើមមានសហការីចំណិត5រូបពិភាក្សាគ្នាឥឡូវបាត់អស់ពីហើយធ្វើឲ្យលោកតែលតល់ក្នុងចិត្តរកច្រកដោះស្រាយពុំរួចសោះសង្ឃឹមលើភូជួយគង់គ្រាន់តែបានជាទីប្រឹក្សាឆ្វេងស្ដាំប៉ុណ្ណោះសង្ឃឹមឲ្យជួយពេញដៃដោយបញ្ជាទ័ពចេញទៅច្បាំងនឹងយួនញញើតញញើមបានតែមាត់ក្រៅរកមិនបានដូចម៉ឺនឯកនិងតាម៉ងនោះឡើយលោកចវាយគួយបានចាត់ការឲ្យគេដើរស៊ើបរកលោកម៉ឺនឯកឲ្យមកកាន់កងទ័ពវិញតែរកមិនឃើញសោះឃើញតែអក្សរដែលគាត់បានសរសេរដាក់លើក្តារមួយសន្លឹកពី3មាត់ថាខ្ញុំម៉ឺនឯកសូមទៅច្បាំងយួនម្នាក់ឯងហើយកន្លងទៅប្រហែល1អាទិត្យទ័ពយួនអង់គ្លេសឮដំណឹងថាមេទ័ពខ្មែរម្នាក់ស្លាប់ម្នាក់បាត់ខ្លួនពួកវាបានដៃក៏លើកទ័ពមកឡោមព័ទ្ធទីតាំងទ័ពលោកទេសាសោមដែលនៅច្រកប្រចាំការស្រុកប្រជុំពលយ៉ាងក៏ក្រឹកក៏ក្រែងតែទ័ពលោកអន្សាសោមបានដឹងមុនក៏ត្រៀមខ្លួនចាំប្រយុទ្ធទាំងយប់ទាំងថ្ងៃនាពេលនោះទ័ពខ្មែរមានកម្លាំងស្ដួយស្ដាងពេកទប់ជាមួយពួកយួនមិនបានក៏បាក់ទ័ពអស់រលីងហើយលោកអន្សាសោមត្រូវពួកវាចាប់បានបំរុងឲ្យយកទៅប្រហារជីវិតចោលតែមេវាម្នាក់ទៀតខាត់ទាន់ឲ្យនាំយកទាំងរស់ទៅប្រគល់ឲ្យអង្លើសម្រាប់សេចក្តីសុបិនភ្លាមនោះទឹកមុខអន្សាសោមនៅស្រស់ដដែលមេទ័ពយួនបានប្រើឧបាយកលលបងលួងលោមអន្សាសោមឲ្យរួមកម្លាំងជាមួយវាប្រើការស្និទ្ធស្នាលជាមួយមេទ័ពខ្មែរបីដូចជាធ្លាប់ស្គាល់គ្នារាប់សិបឆ្នាំមកហើយតែលោកអន្សាសោមមិនចេញស្ដីមួយម៉ាត់ទាល់តែសោះសុកចិត្តបណ្ដោយខ្លួនវាឲ្យពួកវាធ្វើទារុណកម្មតាមអំពើចិត្ត
ដល់វាសួរការសម្ងាត់មិនប្រាប់ម្នាក់ធ្វើបាបលោកអន្សាសោមបែកញើសចូលខ្លួនពួកវាទាល់ចំណេះក៏នាំមេទ័ពទៅប្រាប់អងឡូវឲ្យជំរះរឿងនេះផ្ទាល់ខ្លួនតែម្ដងអងឡូវឲ្យគេនាំលោកអន្សាសោមមកដល់ហើយសួរមួយឃ្លាថាឯងប្រាប់អញតាមត្រង់មកអញនឹងឲ្យឯងរួចខ្លួនទៅជួបជុំប្រពន្ធកូនឯងវិញភ្លាមឯងដឹងស្រាប់ហើយជនជាតិយួនមិនដែលសម្លាប់អ្នកណាដែលមានចិត្តស្មោះត្រង់នឹងជនជាតិខ្មែរនោះទេគោលបំណងធំបំផុតរបស់យើងគឺចង់សម្លាប់តែចៅវាយគុយតែម្នាក់ប៉ុណ្ណោះក្រៅពីនោះយើងឲ្យរួចខ្លួនទាំងអស់ចៅវាយគុយវាជាមេបំបះបំបោប្រជារាស្ត្រប្រឆាំងនឹងនយោបាយព្រះចៅក្រុងវេរបស់យើងឥឡូវនេះតើចៅវាយគុយរៀបចំគម្រោងការដូចម្តេចខ្លះប្រាប់យើងមកយើងឲ្យឯងរួចខ្លួនភ្លាមទោះបីជាមេទ័ពយួនអង់ឡូវខំលួងលោមបញ្ជាក់សួរលោកទេសាសោមបែកពពុះមាត់ដូចឆ្កែឆ្កួតក៏មេទ័ពខ្មែរនៅតែអង្គុយធ្វើប្រងើយព្រមទាំងបញ្ចេញរឹកពីយ៉ាងអង្អាចមួយកម្រិតទៀតបណ្ដាលឲ្យវាក្តៅក្រហាយស្ទើរស្រក់ឈាមចេញពីភ្នែករំពេចនោះមេចៅហាក់នំបញ្ជាឲ្យទាហានវាចាប់លោកទេសាសោមចងស្លាប់សេកបណ្ដាលយកទៅក្រោមដើមជ្រៃក្រមួយដែលមានម្លប់យ៉ាងត្រជាក់ស្ថិតនៅជាប់នឹងរបងវត្តកុកីក្នុងទីរួមខេត្តព្រះត្រពាំងមុននឹងស្លាប់មេទ័ពខ្មែរដ៏ក្លាហានបានពោលពាក្យប្រមាថចៅយួនឥតតក់ស្លុតទោះបីខ្លួនអញរលាយទៅជាផេះក៏ពួកឯងមិនអាចរកឯកសារសម្ងាត់និងចាប់ខ្លួនចៅវាយគុយព្រមទាំងមើលឯងបានដែរពិតមែនតែឯងបានប្រើឧបាយកលយ៉ាងខ្មៅងងឹតដោយទិញក្បាលភូជួយគង់ឲ្យរួមគំនិតសម្លាប់តាម៉ងនោះតែឯងកុំភ្លេចថាបើព្រះអាទិត្យព្រះច័ន្ទនៅតែរះកូនខ្មែរទាំងអស់ប្រកាសជាភ្ញាក់ស្មារតីនៅថ្ងៃណាមួយរួបរวมកម្លាំងគ្នាវាយសម្ពងក្បាលពួកឯងរហូតស្លាប់រកដីកប់គ្មានជាប្រកាសមេទ័ពអង់ឡូវលើសម្ដីវាយបន្ថោករបស់ទេសាសោមក៏ក្តៅគុំត្រចៀកមុខក្រហមដូចមាន់គោកស្រែកបញ្ជាឲ្យបរិវារកាប់ប្រហារមេទ័ពខ្មែរជាបន្ទាន់ប៉ុន្តែគួរឲ្យអស្ចារ្យណាស់ព្រោះទាហានយួនកាប់ចិញ្ច្រាំសាច់លោកទេសាសោមបាក់ដាវអស់រាប់ផ្លូនទៅហើយពុំមានរលាត់ស្បែកសូម្បីប៉ិនសរសៃសក់ឡើយចៅយួនទាល់ច្រកក៏សម្រួចឈើស្រួចលលែមហើយបុកបញ្ចូលតាមទ្វារធំបញ្ច្រាស់ឡើងលើទើបធ្វើឲ្យទេសាសោមផុតជីវិតលាចាកលោកនេះទៅទុកនៅតែសំណោចក្អាកក្អាយរបស់ពួកចៅឈ្លានពានតែប៉ុណ្ណោះពួកវាសម្លាប់លោកទេសាសោមរួចក៏បញ្ចេញទាហានខ្មែរម្នាក់ទៀតពីទីឃុំឃាំងមកគំរាមកំហែងសួរចម្លើយមើលឯងរត់ទៅឯណាប្រាប់យើងឲ្យត្រង់មកយើងនឹងទុកជីវិតឲ្យឯងរស់បានត្រឡប់ទៅជួបជុំប្រពន្ធកូនឯងក្នុងថ្ងៃនេះវិញទាហានខ្មែរដែលមានស្មារតីទន់ខ្សោយនឹកស្មានថាយួនឲ្យរួចខ្លួនមែនក៏និយាយប្រាប់ទាំងញាក់ខ្លួនទៅត្រឹកបាទសពថ្ងៃនេះលោកមើលឯងបានរត់ទៅបង្កទ័ពក្នុងស្រុកបាសាក់ឯណោះគាត់ជាមេទ័ពខ្មែរដ៏ពូកែល្បីល្បាញនៅភូមិភាគដែនដីកម្ពុជាក្រោមនេះអស់លោកប្រហែលជាចាប់គាត់ពុំងាយបានទេមេទ័ពអង់ឡូវបញ្ជាក់សួរដឹងហេតុការណ៍សពគ្រប់ហើយក៏ផ្ទុះសំណោចកងរំពងរួចបញ្ជាគ្នាវាឲ្យចាប់យកទាហានខ្មែររូបនោះទៅសម្លាប់ចោលភ្លាមនេះហើយជាកំណត់បោកប្រាស់យ៉ាងច្រាស់ជើងរបស់ចៅយួនដែលជាសត្រូវប្រចាំប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរលោកអ្នកនាងជាទីមេត្រីថ្លែងពីលោកតាម៉ងស្លាប់ដោយអាតកំបាំងមើលឯកភៀសខ្លួនរត់ចេញពីកងទ័ពទេសាសោមត្រូវស្លាប់ក្នុងក្រញាំចៅយួនអង់ឡូវព្រឹត្តិការណ៍ទាំងនេះធ្វើឲ្យភូជួយគង់ញញឹមបិទមាត់មិនជិតព្រោះគោលដៅក្បត់ជាតិរបស់គេចិត្តបានសម្រេចជោគជ័យហើយឥឡូវនេះជនអាសេរពឹសកំពុងតែរាវរកមធ្យោបាយដើម្បីសម្លាប់លោកចៅវាយគុយដែលជាអ្នកមានគុណធ្លាប់ចិញ្ចឹមក្បាលនិងលើកដំកើងបនស័កវាឲ្យមានឋានៈដល់កំពូលទៀតផងលោកចៅវាយគុយពុំដឹងថាភូជួយគង់ជាជនក្រពើវង្វេងបឹងបង្កប់គំនិតខ្មៅងងឹតក្នុងគោលបំណងសម្លាប់លោកសងគុណទេពិតមែនតែលោកបានបាត់បង់សហការីដ៏ជំនាញ3រូបដែលសកម្មភាពវាយកំចាត់ចៅយួនរបស់លោកនៅតែមានចលនារស់រវើកជានិច្ចលោកបានសម្រេចក្នុងចិត្តជាស្រេចថាករណីរបស់លោកគឺដេញកំចាត់ខ្មាំងឲ្យអស់ពីប្រទេសជាតិទោះបីស្លាប់រស់ក៏មិនរាថយជាដាច់ខាតពេលនោះនៅក្នុងទីរួមខេត្តព្រះត្រពាំងយួនអង់ឡូវបានចេញប្រកាសបិទគ្រប់ទិសទីថាបើអ្នកណាចាប់ចៅវាយគុយបានវានឹងឲ្យរង្វាន់តាមសេចក្តីត្រូវការហើយលើកតាំងឲ្យធ្វើជាម្ចាស់ស្រុកទៀតផងយួនបានបដូរផ្លាស់មធ្យោបាយពីសំណាក់មួយទៅសំណាក់មួយដើម្បីធ្វើសង្គ្រាមចិត្តសាស្ត្រជាមួយចៅវាយគុយព្រោះវាយល់ថាអតីតប្រមុខខេត្តព្រះត្រពាំងស្រឡាញ់ប្រជារាស្ត្រណាស់គាត់ពិតជាហ៊ានបូជាជីវិតគ្រប់បែបយ៉ាងដើម្បីរាស្ត្រពុំខានឡើយដូច្នេះវាចេញប្រកាសរួចក៏តាំងបញ្ជាពលទាហានឲ្យឈប់ចេញច្បាំងហើយដើរកាប់សម្លាប់ធ្វើបាបរាស្ត្រខ្មែរយ៉ាងឃោរឃៅព្រៃផ្សៃវាបានប្រកាសទៀតថា
សកម្មភាពដ៏ខុសខើដែលពួកវាលើកយកមកអនុវត្តពេលនេះបញ្ចប់ទៅបានលុះត្រាតែចៅហ្វាយគុយហ៊ានយកជីវិតមកបដូរស្លាប់ដោយអត់ទ្រាំនឹងការឈឺចាប់យ៉ាងខ្លោចផ្សារបស់ប្រជាជនខ្មែរស្លូតត្រង់ពុំបានលោកចៅហ្វាយគុយក៏សុកចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាងដោយចូលខ្លួនឲ្យសត្រូវយួនចាប់បានទាំងរស់តែម្ដងមេទ័ពអង់គ្លេសកាលបើឃើញលោកចៅហ្វាយគុយព្រមទម្លាក់កន្ទុយចុះញោមហើយក៏ស្ទុះមកទទួលយ៉ាងរាក់ទាក់ព្រមទាំងហាមឃាត់ពលទាហានមិនឲ្យប៉ះពាល់ខ្លួនគាត់យ៉ាងដាច់ខាតមេទ័ពយួនអញ្ជើញលោកចៅហ្វាយគុយចូលទៅដល់ក្នុងជំរំហើយក៏ពោលពាក្យដោយបញ្ចេញទ្រឹស្ដីយ៉ាងទន់ភ្លន់ថាមនុស្សយើងបើគិតឲ្យសពគ្រប់ទៅមិនគួរទាស់តែងខ្វាយគំនិតកាប់សម្លាប់បង្ហូរឈាមគ្នាសោះខ្ញុំមកនេះក៏ព្រោះតែទទួលបញ្ជាពីព្រះចៅក្រុងវេឲ្យមកចងមិត្តភាពជាមួយនឹងលោកដែរបើបានលោកយល់ព្រមយ៉ាងនេះខ្ញុំសន្យាថាមិនបោះបង់មនុស្សមានចិត្តស្មោះត្រង់ដោយលោកចោលជាដាច់ខាតលោកចៅហ្វាយគុយរក្សាទឹកមុខធម្មតាហើយឆ្លើយតបទៅអង់គ្លេសវិញថាលោកមានប្រសាសន៍នេះពិតជាត្រូវមែននៅក្រៅមេឃលើដីនេះគ្មាននរណាម្នាក់ចង់កាន់អាវុធបង្ហូរឈាមគ្នានោះទេប៉ុន្តែពេលវេលាតម្រូវឲ្យហើយទោះបីកិច្ចក៏កិច្ចមិនផុតដែរខ្ញុំចូលខ្លួនមកនេះដើម្បីប្រគល់ជូនលោកសម្រាប់តាមសេចក្តីត្រូវការតែសូមឲ្យលោកឈប់ប្រព្រឹត្តអំពើព្រៃផ្សៃទៅលើប្រជារាស្ត្រខ្មែរស្លូតត្រង់របស់ខ្ញុំចាប់តាំងពីថ្ងៃនេះតទៅលោកមេទ័ពអង់គ្លេសលើសំណូមពររបស់លោកចៅហ្វាយគុយក៏ញញឹមងក់ក្បាលយល់ព្រមហើយបន្លឺពាក្យថាសេចក្តីត្រូវការរបស់លោកក្នុងពេលនេះស្រួលនឹងបញ្ចប់ណាស់គឺស្ថិតនៅលើលោកនិងខ្ញុំពីគ្រោះគ្នាតែពីរនាក់ប៉ុណ្ណោះបំណងរបស់ខ្ញុំចង់តែងតាំងលោកឲ្យធ្វើជាតំណាងប្រជារាស្ត្រខ្មែរទាំងអស់លើដែនដីកម្ពុជាក្រោមនេះព្រោះលោកជាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពពុំអាចរកបានឡើយលោកចៅហ្វាយគុយក្រវីក្បាលឆ្លើយបដិសេធយ៉ាងបន្ទាន់ខ្ញុំសូមមិនទទួលតំណែងអ្វីទាំងអស់សូមលោកប្រគល់តំណែងទាំងនេះទៅឲ្យសហការីខ្លះដែលលោកបានគ្រោងទុកមកជាយូរហើយនោះចោះលោកបដិសេធអីចឹងមិនបានទេព្រោះនេះជាបញ្ជាដាច់ណាត់របស់ព្រះចៅក្រុងវេណាចំណែកភូជួយគង់ដែលលោកចង់និយាយអំបញ្ញមិញនេះគឺខ្ញុំមានមុខការម្យ៉ាងឲ្យគេធ្វើរួចទៅហើយពេលនេះលោកចៅហ្វាយគុយរឹតតែយល់ច្បាស់ពីក្រយ៉ៅក្បត់ជាតិរបស់ភូជួយគង់ដែលលួចក្បាលបម្រើសត្រូវប្រទេសជាតិប្រដិតឧបាយកលខ្មៅងងឹតសម្រាប់តែគ្នាឯងឲ្យមានភាពទន់ខ្សោយរហូតធ្លាក់ដល់កម្រិតទាបបំផុតដោយសពថ្ងៃនេះលោកចៅហ្វាយគុយឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ចំពោះជនដែលមានឈាមជ័រជាខ្មែរហើយក្បត់ជាតិខ្មែរយ៉ាងនេះទីបំផុតលោកក៏សម្រេចចិត្តព្រមរស់នៅជាបណ្ដោះអាសន្នក្នុងជំរំទ័ពយួនដើម្បីរកឱកាសជំរះបញ្ជីជនក្បត់ជាតិសងបំណុលឈាមនិងគំនុំឈឺចាប់របស់តាម៉ង់ម៉ឺនឯកទេសាសោមព្រមទាំងប្រជារាស្ត្រខ្មែរទាំងអស់ដែលបានធ្វើពលីកម្មដោយស្មោះអស់ពីដួងចិត្តក្នុងការបម្រើប្រទេសជាតិមាតុភូមិមេទ័ពអង់គ្លេសឃើញលោកចៅហ្វាយគុយយល់ព្រមទទួលរស់នៅតាមសេចក្តីត្រូវការរបស់គេហើយគេក៏រំលឹកឡើងវិញនៅរឿងអតីតកាលដ៏ជូរចត់មកបញ្ជាក់បន្ថែមទៀតជនជាតិខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានចាប់ដៃរួមលោហិតជាមួយនឹងជនជាតិរបស់លោករឿងនេះមិនខុសពីសម័យមុនដែលព្រះបាទជ័យជេដ្ឋាទី2ទទួលព្រះអង្គម្ចាស់ក្សត្រីកូចិនស៊ីនបុត្រីទី8របស់ព្រះចៅយ៉ាឡុងយើងធ្វើជាមហេសីដែរកាលនោះគឺព្រះអង្គចង់រឹតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរដោយលោកអីចឹងដែរណាភាសានេះធ្វើឲ្យលោកចៅហ្វាយគុយក្តៅឈួលចុងច្រមុះស្ទើរទប់កំហឹងពុំបានតែលោកខំអត់សង្កត់ចិត្តមួយរយៈទៀតសិនដើម្បីជំរះបញ្ជីជាមួយពួកវាក្នុងថ្ងៃណាមួយខាងមុខនេះមិនយូរប៉ុន្មានព្រះចៅក្រុងវេក៏អស់រាជធ្លាក់ទៅលើដៃស្ដេចយួនម្នាក់ទៀតឈ្មោះព្រះចៅមិញម៉ាងក្នុងឆ្នាំ1821ស្ដេចក្រោយនេះកាយសាហាវណាស់គ្រាន់តែឡើងគ្រងរាជសម្បត្តិភ្លាមក៏ចេញបញ្ជាដាច់ណាត់ប្រាប់បណ្ដារាជខ្មែររស់នៅលើទឹកដីកម្ពុជាក្រោមទាំងមូលឲ្យផ្លាស់ប្ដូរទំនៀមទម្លាប់និងច្បាប់ព្រះពុទ្ធសាសនាខ្មែរហើយគោរពដើរតាមប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិយួនទាំងអស់សេចក្តីប្រកាសរបស់ព្រះចៅយួនមានដូចតទៅលោកសង្ឃគ្រប់វត្តនិងប្រជារាស្ត្រខ្មែរទាំងអស់ដែលរស់នៅលើកូសាំងស៊ីនត្រូវតែគោរពតាមច្បាប់បញ្ញត្តិរបស់យើងជាដាច់ខាត 1. លោកសង្ឃខ្មែរត្រូវស្លៀកពាក់តាមរបៀបលោកសង្ឃយួនត្រូវកោរសក់ទុកចិញ្ចើមហើយឆានបាយពេលល្ងាចដូចជារាស្ត្រធម្មតាត្រូវស្លៀកខោជើងពីរពាក់អាវផាយយកត្រង់ពណ៌ឈាមជ្រូកពេលសូត្រធម្មតាត្រូវវាត្រដោកផងទី 2 រាស្ត្រខ្មែរទាំងស្រីទាំងប្រុសត្រូវទុកសក់ឲ្យវែងដល់ចង្កេះហើយបួងធ្វើជាកំប៉ោចឲ្យបានគ្រប់គ្នាទាំងអស់បើលោកសង្ឃឬខ្មែរណាម្នាក់មិនស្ដាប់តាមបញ្ជាយើងជាព្រះចៅយួននឹងត្រូវប្រហារជីវិតអស់មួយពូជជាកំហិតសេចក្តីប្រកាសយ៉ាងច្រាស់ជើងរបស់ព្រះចៅមិញម៉ាងធ្វើឲ្យប្រជារាស្ត្រខ្មែរទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាក្រោមក្តៅក្រហាយយ៉ាងខ្លាំងនាំគ្នាក្រោកឈរឡើងធ្វើបាតកម្មទាមទារសិទ្ធិសេរីភាពគ្រប់ទីកន្លែង
ព្រះសង្ឃខ្មែរទាំង507វត្តបានធ្វើសេចក្តីរាយការណ៍ផ្ញើទៅជូនព្រះចៅវាយគុយដើម្បីប្រឆាំងតវ៉ានឹងអំណាចផ្ដាច់ការរបស់ស្ដេចយួនលើព្រះពុទ្ធសាសនាខ្មែររឿងនេះលោកចៅវាយគុយបានចេញមុខធ្វើការតវ៉ាជាមួយមេទ័ពយួនអង់គ្លេសសុំមិនឲ្យផ្លាស់ប្ដូររបបគ្រប់គ្រងរបស់ប្រជាជាតិខ្មែរជាច្រើនលើកជាច្រើនគ្រាណាស់មកហើយតែពុំបានសម្រេចតាមបំណងសោះឥឡូវនេះលោកចៅវាយគុយបដិញ្ញាចិត្តចូលទៅជួបលោកមេទ័ពអង់គ្លេសជាចុងក្រោយបង្អស់ម្ដងទៀតទោះបីត្រូវចាប់អង្កត់សាច់ទាំងរស់ក៏មិនរាថយដែរគ្រាន់តែឃើញលោកចៅវាយគុយចូលទៅដល់ក្នុងជំរំភ្លាមមេទ័ពយួនអង់គ្លេសក៏ដំឡើងធ្មង់យ៉ាងសាហាវសម្លាក់អ្នកតំណាងប្រជារាស្ត្រខ្មែរដោយអាការៈធុញទ្រាន់ជាទីបំផុតអាកប្បកិរិយានេះធ្វើឲ្យលោកចៅវាយគុយនឹកខ្នាញ់ក្នុងចិត្តជាខ្លាំងប៉ុន្តែកលៈទេសៈតម្រូវហើយគាត់ក៏ខំមាត់សង្កត់ចិត្តអោនមុខទទួលយកការអាម៉ាស់ពោលពាក្យអង្វរវាចាដោយទន់ភ្លន់លោកមេទ័ពជាទីគោរពក្នុងនាមខ្ញុំជាអ្នកតំណាងឲ្យបងប្អូនខ្មែរនិងព្រះសង្ឃទាំងអស់នៅលើដែនដីកម្ពុជាក្រោមនេះខ្ញុំសូមលោកមេត្តាអនុញ្ញាតធ្វើសេចក្តីរាយការណ៍ផ្ញើទៅថ្វាយព្រះចៅមិញម៉ាងបិថាប្រជារាស្ត្រខ្មែរនិងព្រះសង្ឃទាំងអស់ពុំអាចអនុវត្តតាមបទបញ្ជារបស់ព្រះចៅបានឡើយមេទ័ពយួនអង់គ្លេសស្ដាប់ឮភ្លាមទះតុកផាងស្ទុះក្រោកឡើងក្រហមងឹលដោយខ្លាត្រូវរបួសមួយសន្ទុះទើបស្រែកសន្ធប់ស្មារតីលោកអតីតប្រមុខខេត្តព្រះត្រពាំងខ្ញុំធុញទ្រាន់ណាស់លោកនិយាយតែរឿងដដែលនឹងរាប់រយដងទៅហើយមិនចេះចប់សោះឬមួយក៏លោកមិនចេះស្ដាប់ភាសាខ្មែរទេខ្ញុំបានប្រាប់ហើយថាគ្មានអ្នកណាអាចជំទាស់នឹងបទបញ្ជាព្រះចៅក្រុងវេបានទេម្យ៉ាងទៀតគ្រាន់តែមានការផ្លាស់ប្ដូរទំនៀមទម្លាប់និងរបៀបគ្រប់គ្រងបន្តិចបន្តួចប៉ុណ្ណឹងតើមានទៅទាស់ខុសអ្វីបានជាលោកចាំបាច់ឈឺឆ្អាលខ្លាំងដៃម្លេះសម្ដីនេះធ្វើឲ្យលោកចៅវាយគុយពុំអាចទប់កំហឹងដែលកំពុងតែឆេះពុះកញ្ជ្រោលពេញដើមទ្រូងនោះតទៅទៀតបានឡើយលោកក្រោកឈរឡើងពើងទ្រូងនិងនិយាយតបវិញយ៉ាងអង្អាចក្លាហានលោកមេទ័ពសូមលោកជ្រាបឲ្យច្បាស់ថាបើលោកមិនព្រមប្រគល់សិទ្ធិសេរីភាពឲ្យទៅប្រជារាស្ត្រខ្ញុំរស់តាមទម្លាប់ធម្មតាទេនោះខ្ញុំត្រូវតែបដូរស្លាប់ដើម្បីប្រឆាំងតទល់នឹងបញ្ជាផ្ដាច់ការរបស់ព្រះចៅមិញម៉ាងជាដាច់ខាតលោកមេទ័ពយួនអង់គ្លេសឮសម្ដីសម្រេចចិត្តជាចុងក្រោយរបស់លោកចៅវាយគុយក៏ផ្ទុះសំណើចចំអកខ្ទាស់ជំរុំមួយសន្ទុះធំទើបបើកក្រអូមមាត់បញ្ចេញសម្ដីបើអញ្ចឹងបានសេចក្តីថាលោកធុញទ្រាន់នឹងការរស់នៅហើយឬពិតប្រាកដណាស់ប៉ុន្តែខ្ញុំមិនមែនចង់ស្លាប់មុនពេលព្រះអាទិត្យរះក្នុងទីងងឹតនោះដែរយ៉ាងណាមិញខ្ញុំស្លាប់គឺស្លាប់ដើម្បីជាតិខ្ញុំរស់មេទ័ពយួនអង់គ្លេសស្ដាប់សម្ដីលោកចៅវាយគុយពុំយល់ន័យក៏បញ្ជាក់សួរបន្ទាន់លោកចង់និយាយអំពីអ្វីសូមមានប្រសាសន៍ឲ្យច្បាស់លាស់មកព្រោះភាសាបង្កប់នៃនេះខ្ញុំស្ដាប់មិនបានទេម្ដងនេះលោកចៅវាយគុយមានប្រសាសន៍មួយម៉ាត់យ៉ាងច្បាស់លាស់សម្ដីរបស់ខ្ញុំគ្មានបង្កប់នៃអាចកំបាំងអ្វីទេគឺគ្រាន់តែចង់បញ្ជាក់ប្រាប់លោកថាខ្លួនខ្ញុំមិនមែនចង់ស្លាប់ដោយអោបក្រសោបយកអយុធធម៌ទៅជាមួយផងនោះទេបើមុននឹងស្លាប់ត្រូវតែស្លាប់ដើម្បីជាតិខ្ញុំរស់ទើបអាចបិទភ្នែកចិត្តទៅបានមិនលោកយល់ហើយឬនៅមេចៅយួនអង់គ្លេសហាក់យល់ន័យបន្តិចក៏បញ្ជាក់សួរមួយប្រយោគទៀតអូលោកចង់ចោទថាព្រះចៅក្រុងវេជាជនអមនុស្សធម៌ផងឬហាប្រសើរណាស់ដែលលោកហ៊ានយកជីវិតមកបដូរនឹងបញ្ជាដាច់ណាត់របស់ព្រះចៅយើងយ៉ាងនេះតើឥឡូវលោកនៅត្រូវការអ្វីទៀតឆាប់និយាយឲ្យអស់មកសម្រាប់រូបខ្ញុំគឺគ្មានចង់បានអ្វីក្រៅពីសូមឲ្យលោកលុបបំបត្តិបញ្ហាដាច់ណាត់របស់ព្រះចៅមិញម៉ាងដើម្បីទុកទំនៀមទម្លាប់ប្រពៃណីនិងព្រះពុទ្ធសាសនាខ្មែរឲ្យនៅគង់វង្សដោយដើមវិញនោះឡើយម្យ៉ាងទៀតនៅមុនពេលដែលខ្ញុំស្លាប់ខ្ញុំសូមឲ្យលោកអនុញ្ញាតច្បាប់ឲ្យខ្ញុំពីរយ៉ាងដូចតទៅនេះទី1សូមលោកចេញប្រកាសជាធរមានប្រាប់ទៅបងប្អូនខ្មែរគ្រប់ភូមិស្រុកដែលរស់នៅលើទឹកដីកម្ពុជាក្រោមនេះឲ្យបានជ្រាបគ្រប់គ្នាថាព្រះរាជបញ្ជាព្រះចៅក្រុងវេទុកជាមុខៈបងប្អូនខ្មែរត្រូវតែមានសិទ្ធិសេរីភាពក្នុងការកាន់ទំនៀមទម្លាប់ប្រពៃណីនិងគោរពព្រះពុទ្ធសាសនាខ្មែរឡើងវិញទាំងអស់ទី2ក្នុងគណៈដែលលោកបណ្ដាខ្ញុំយកទៅសម្លាប់ទោះបីកន្លែងណាឬដោយវិធីណាក៏ដោយសូមលោកអនុញ្ញាតឲ្យខ្ញុំបានជួបមុខប្រជាជាតិចំនួនកន្លះម៉ោងជាមុនសិនដើម្បីសំណេះសំណាលគ្នាអស់ចិត្តមុនពេលដែលត្រូវស្លាប់មេទ័ពយួនអង់គ្លេសស្ដាប់ឮហើយក៏ងក់ក្បាលញាប់ស្មេបញ្ជាក់នៅការយល់ព្រមដោយមិនបាច់ព្រៀងទុកការសម្រេចចិត្តរបស់លោកនេះប្រសើរមែនខ្ញុំជឿជាក់ថាព្រះចៅក្រុងវេមិនជំទាស់នឹងបំណងនេះទេមួយអាទិត្យក្រោយមកមេទ័ពយួនអង់គ្លេសបានចេញប្រកាសផ្ញើដំណឹងទៅឲ្យបងប្អូនខ្មែរគ្រប់ភូមិស្រុកនិងព្រះសង្ឃទាំង507វត្តឲ្យបានជ្រាបពីការលុបបំបាត់ព្រះរាជបញ្ជារបស់ព្រះចៅមិញម៉ាងចោលចេញដោយទុកសិទ្ធិសេរីភាពឲ្យជនជាតិខ្មែរទាំងអស់រស់នៅដោយធម្មតា
ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថាលោកចៅហ្វាយគុយជាអ្នកធ្វើអន្តរាគមន៍បដូរស្លាប់ក្នុងរឿងនេះដំណឹងនេះបានធ្វើឲ្យព្រះសង្ឃនិងប្រជារាស្ត្រខ្មែរសប្បាយចិត្តរីករាយក្នុងចិត្តខ្លាំងណាស់ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងក៏ត្រូវទទួលទុកសោកវិយោគអ៊ូលណែនទៅវិញព្រោះលោកចៅហ្វាយគុយដែលជាអ្នកមានគុណទាមទារសិទ្ធិសេរីភាពនោះត្រូវពួកយួនមួយចំនួនធំចាប់ដាក់ខ្នោះបណ្តើរយកទៅកាន់កន្លែងពិឃាតយ៉ាងអាណោចអាធមក្នុងខណៈនោះបងប្អូនខ្មែរទាំងអស់បាននាំគ្នារត់មកពីគ្រប់ភូមិស្រុកដើម្បីរងចាំក្បួនបណ្តើរលោកចៅហ្វាយគុយហើយសំពះថ្លែងអំណរគុណចំពោះលោកដែលជាវីរបុរសខ្មែរដ៏គំរូក្នុងការធ្វើពលីកម្មដើម្បីប្រជារាស្ត្រនិងប្រទេសជាតិជាទីស្រឡាញ់បងប្អូនខ្មែរទាំងអស់គ្រាន់តែក្រឡេកឃើញក្បួនបណ្តើរលោកចៅហ្វាយគុយមកដល់ភ្លាមនឹកខ្លាចផ្សាក្នុងចិត្តយ៉ាងខ្លាំងទឹកភ្នែកហូរសស្រាក់មករហាមទាំងមិនដឹងខ្លួនមានអ្នកខ្លះស្ទុះទៅអោបលោកវីរបុរសយំននាលបោកខ្លួនដោយសត្វអកធ្វើឲ្យលោកចៅហ្វាយគុយអត់ទ្រាំនឹងការបើកហូរទឹកភ្នែកតបវិញពុំបានឡើយតាមឯកសាររបស់ព្រះតេជគុណព្រះទេពកោសលញៀនឈឿនគង់នៅវត្តសិរីលង្កាភ្នំពេញស្រុកកំណើតលោកនៅភូមិពិសីខេត្តព្រះត្រពាំងបានបញ្ជាក់យ៉ាងច្បាស់ថានៅមុនពេលប្រហារជីវិតលោកចៅហ្វាយគុយប្រជារាស្ត្រខ្មែរបាននាំគ្នារៀបចំគ្រឿងម្ហូបអាហារដាក់លើតុមួយយ៉ាងវែងក្រាលសម្ពុតពណ៌ប្រាក់ចាំងភ្លឺភ្លេកហើយអញ្ជើញលោកចៅហ្វាយឲ្យចូលទៅទទួលទានព្រមទាំងមានព្រះសង្ឃជាច្រើនរយអង្គដែលនិមន្តមកសូត្រធម៌បញ្ជូនកុសលទៀតផងលោកចៅហ្វាយគុយសម្ដែងការគូសំនិងទឹកមុខញញឹមធម្មតាទៅកាន់ព្រះសង្ឃនិងប្រជារាស្ត្រខ្មែរដើម្បីលាស្លាប់ជាចុងក្រោយបំផុតបន្ទាប់ពីបានទទួលទានបាយបន្តិចបន្តួចតាមសេចក្តីអញ្ជើញរបស់បងប្អូនខ្មែរជាទីស្រឡាញ់មកលោកចៅហ្វាយគុយក៏ក្រោកឈរឡើងថ្លែងវាចាផ្ដាំបងប្អូនខ្មែរនិងព្រះសង្ឃជាទីគោរពដែលមានសេចក្តីដូចតទៅនេះខ្ញុំរំភើបចិត្តខ្លាំងណាស់ដែលបានជួបមុខបងប្អូនរួមលោហិតទាំងអស់នៅមុនពេលដែលខ្ញុំផុតជីវិតនេះខ្ញុំសូមអភ័យទោសពីសំណាក់បងប្អូនជាទីស្នេហានិងព្រះសង្ឃទាំងអស់ដោយខ្ញុំព្រះករុណាខ្ញុំបាទពុំមានសមត្ថភាពគ្រប់គ្រាន់នឹងបម្រើជាតិមាតុភូមិដូច្នេះខ្ញុំត្រូវតែបញ្ចប់ជីវិតជនជាតិដោយពុំស្ដាយស្រណោះសោះឡើយឥឡូវនេះទំនៀមទម្លាប់ព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរយើងត្រូវទាមទារបានមកវិញហើយហេតុនេះសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់នាំគ្នាថែរក្សាឲ្យបានគង់វង្សរៀងរហូតតទៅកុំឲ្យមានថ្ងៃផុតរលត់ឡើយសូមបងប្អូនចាំនិងយល់ឲ្យច្បាស់ថាពូជខ្មែរយើងជាពូជអ្នកចម្បាំងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីសុសសាយពាសពេញសកលលោកហេតុនេះយើងត្រូវតែមានស្មារតីរឹងប៉ឹងរួមសាមគ្គីគ្នាជានិច្ចកុំជឿពាក្យចាក់រុកបោកប្រាស់បំបែកបំបាក់របស់សត្រូវឬលួចក្បាលបំរើនយោបាយដ៏ខ្មៅងងឹតរបស់វាដោយគិតតែពីប្រយោជន៍បុណ្យស័ក្តិមាសប្រាក់ផ្ទាល់ខ្លួននោះឲ្យសោះនៅទីបញ្ចប់នេះខ្ញុំជឿជាក់ថាខ្ញុំម្នាក់ស្លាប់ទៅនៅមានបងប្អូនកូនចៅខ្មែរចំនួនក្រោយជាច្រើនលានអ្នកទៀតដែលមានឧត្តមគតិខ្ពង់ខ្ពស់ហ៊ានបដូរជីវិតដើម្បីការពារបូរណភាពទឹកដីសេរីភាពនិងព្រះពុទ្ធសាសនាខ្មែរឲ្យបានគង់វង្សពុំខានសូមបងប្អូនរស់នៅឲ្យបានសុខសប្បាយគ្រប់គ្នាទាំងអស់ចុះខ្ញុំសូមលាស្លាប់ថ្ងៃនេះហើយប្រជារាស្ត្រខ្មែរនិងព្រះសង្ឃខ្មែរស្ដាប់សេចក្តីផ្ដែផ្ដាំរបស់លោកចៅហ្វាយគុយចប់ក៏នឹកអាណោចអាធមអ៊ូលណែននៅដើមទ្រូងហូរទឹកភ្នែកស្រក់សស្រាក់យំលន់រងំដោយឃ្មុំក្រេបផ្កាតែទោះបីជាយ៉ាងណាក៏ទាហានយួនអង់គ្លេសមិនរវល់អើពើដែរគ្រាន់តែដល់ពេលវេលាដែលសន្យាភ្លាមពួកវាក៏នាំគ្នាទៅស្ទុះចាប់អូសលោកចៅហ្វាយគុយចេញពីក្នុងចំណោមប្រជារាស្ត្រខ្មែរបណ្ដាយកទៅចងឆ្កាងភ្ជាប់នឹងបង្គោលសសរមួយទាំងកណ្ដាលថ្ងៃត្រង់ក្តៅស្ទើរឆេះរំពេចនោះមេទ័ពអង់គ្លេសក៏ហូតដាវខ្វាក់ចេញពីស្រោមបញ្ចេញមុខសស្ញាចមើលទៅគួរឲ្យព្រឺសាច់ជនកំណាចបញ្ចេញអាកប្បកិរិយាដូចជាស្រែកឃ្លានឈាមវីរបុរសខ្មែរខ្លាំងណាស់វាជាដាវក្រវីវឹង3-4 ដងហើយកាត់ផ្ដាច់ក្បាលលោកចៅហ្វាយគុយដាច់ចេញពីដងខ្លួនធ្លាក់ខ្ពស់ទៅដីឈាមហូរក្រហមច្រាលដូចចាក់ទឹកពីក្អមរាជខ្មែរដែលឈរនៅទីនោះនាំគ្នាខ្ទប់មុខស្រែកយំទ្រហោទ្រហឹងអឹងអាប់ព្រោះតែការសោកស្ដាយវីរបុរសខ្មែរដ៏ជាទីគោរពនេះតាមឯកសារបញ្ជាក់ថាកន្លែងដែលយួនសម្លាប់លោកចៅហ្វាយគុយគឺស្ថិតនៅមុខសាលាឃុំបណ្ឌិតត្រង់មានដើមម្នាស់កាលដើមទន្ទឹមគ្នាពីដើមជាប់នឹងផ្លូវជាតិចាប់បណ្ដោយពីខាងជើងទៅត្បូងឥឡូវនេះនៅកន្លែងនោះយួនបានធ្វើមន្ទីរឃោសនាការទៅហើយបន្ទាប់ពីលោកចៅហ្វាយសឿនគុយបានបញ្ចប់បេសកកម្មជូនជាតិមាតុភូមិហើយប្រជារាស្ត្រនិងព្រះសង្ឃខ្មែរកម្ពុជាក្រោមបាននាំគ្នាសូមអនុញ្ញាតពីមេទ័ពយួនអង់គ្លេសយកសពលោកចៅហ្វាយគុយទៅធ្វើបុណ្យយ៉ាងអធិកអធមអស់រយៈពេល7យប់7ថ្ងៃដើម្បីសម្រេចចិត្តបញ្ចុះសពលោកក្នុងចេតិយវត្តពោធិសាលរាជនៅមុខព្រះវិហារជារៀងរហូតមកដល់សពថ្ងៃនេះមហាពលីកម្មដ៏ថ្លៃថ្លារបស់វីរបុរសសឿនគុយ
អតីតប្រមុខខេត្តព្រះត្រពាំងបានដាស់ស្មារតីកូនខ្មែរគ្រប់កាលសម័យទាំងអស់ឲ្យដាក់ជាប់នៅការឈឺចាប់ខ្លាចផ្សាដែលសាបព្រោះចេញពីចៅយួនសត្រូវប្រវត្តិសាស្ត្ររបស់ខ្មែរដោយគ្មានថ្ងៃនឹងបញ្ចប់បានឡើយលោកអ្នកនាងជាទីមេត្រីមុននឹងបញ្ចប់នៅក្នុងវីដេអូនេះរូបខ្ញុំសូមនិយាយអំពីគុណបំណាច់ผู้ជួយគង់វិញម្ដងលោកចៅវាយគុយបានទទួលមរណភាពក្រោមសន្ទុះផ្លែដាវស្រវឹងឈាមរបស់មេចៅយួនអង្លូវទៅហើយអស្ចារ្យណាស់មនុស្សល្អរស់មិនបានយូរទេចំណែកឯผู้ជួយគង់ដែលជាជនក្បត់លក់ក្បាលបំរើសត្រូវសួរពូជរបស់ប្រទេសជាតិនោះតើត្រូវទទួលរង្វាន់កម្រិតណាពីមេទ័ពយួនអង្លូវដែរយើងសាកល្បងតាមដានបន្តិចទៀតទៅមើលក្រោយពីបានសម្រេចជោគជ័យគ្រប់បែបយ៉ាងហើយមេទ័ពយួនអង្លូវក៏រៀបចំពិធីជប់លៀងមួយយ៉ាងកក្រែកកក្រែងដើម្បីតែងតាំងបុណ្យស័ក្តិជូនលោកผู้ជួយគង់ឲ្យសមនឹងគុណបំណាច់ដែលគាត់បានក្បត់ជាតិខ្មែរស្រឡាញ់ជាតិយួនពេលនោះผู้ជួយគង់សប្បាយចិត្តណាស់ញញឹមស្ញែងស្ញាញដូចស្វាបិទមាត់មិនចិត្តទេព្រោះគាត់សង្ឃឹមថាផលថ្មីប្រកាសជាមានដល់គាត់នៅពេលខាងមុខនេះជាមិនខានពិធីជប់លៀងបានប្រព្រឹត្តទៅយ៉ាងកក្រែកកក្រែងអស់រយៈពេលមួយយប់មួយថ្ងៃទើបមេទ័ពយួនអង្លូវក្រោកឈរឡើងក្រពាត់ដៃនិយាយទៅកាន់ผู้ជួយគង់ថាសគុណរបស់លោកចំពោះជនជាតិខ្ញុំមានទំហំធំធេងណាស់មួយជីវិតនេះខ្ញុំប្រកាសជាពុំអាចបំភ្លេចបានទេผู้ជួយគង់ស្ដាប់ឮសម្ដីនេះក៏ស្ទុះផ្លែតទៅលុតជង្គង់សំពះនាយចៅវាយថ្មីតាមចរិតវង្វេងជាតិរបស់ខ្លួនមេទ័ពយួនអង្លូវដកដាវខ្វះពីស្រោមក្រវីក្រវត្តចុះឡើងគូឲ្យស្រាវសាច់ព្រមទាំងស្រែកឡើងក្តែងក្តែងថាអញសងគុណឯងនឹងផ្លែដាវនេះដល់ឯងស្លាប់ទៅចាំអញធ្វើបុណ្យឲ្យបានអធិកអធមអស្ចារ្យผู้ជួយគង់ឃើញអាកប្បកិរិយាមេទ័ពយួនប្រែប្រួលឆាប់រហ័សយ៉ាងនេះប្រលឹងនៅចុងសក់លុតជង្គង់ចុះអោនក្បាលសំពះផ្ដើមមាត់ភាវនាធរសំរោះញាក់សាច់ញ័រខ្លួនទៅត្រឹកប៉ុន្តែរំពេចនោះផ្លែដាវដែលធ្លាប់តែប្រឡាក់ឈាមរបស់មេទ័ពយួនអង្លូវវត្តខ្វាប់ដាច់ក្បាលผู้ជួយគង់ធ្លាក់ខ្ពកឈាមហូរត្របាញ់ស្រោចលើធរណីក្រហមច្រាលពលទាហានយួនទាំងអស់ឃើញដូច្នេះនាំគ្នាទះដៃស្រែកហូកងរពងដោយសប្បាយចិត្តចំពោះការវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវរបស់ចៅវាយនាយសកម្មភាពទាំងនេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នៅគំនិតច្រាស់ជើងរបស់ចៅយួនដែលបានចូលមកជន់ឈ្លីព្រះសង្ឃនិងប្រជារាស្ត្រខ្មែរស្លូតត្រង់កម្ពុជាក្រោមយ៉ាងខូខើព្រៃផ្សាយជាទីបំផុត